អត់លឺសំឡេងលោកគ្រូបាទលឺមានសួរបាទមានសួរបាទលឺបាទលឺបាទបាទលឺលោកគ្រូបាទអរគុណលោកគ្រូបាទបាទភ្លេចបើកសំឡេងវិញបាទលោកគ្រូខ្ញុំបាទបុត្រកំហាក់សូមជម្រាបសួរលោកគ្រូ វាសួរបងវាសួរបាទសូមគោរពអរគុណលោកគ្រូបាទលេងណាស់បាទសូមគោរពជំរាបសួរលោកគ្រូខ្ញុំបាទមីសវណ្ណលោកគ្រូបាទលោកគ្រូបាទមានសួរលោកគ្រូមានសួរ សូមគោរពជំរាបសួរលោកគ្រូខ្ញុំ បាទវាសួរអូនវាសួរ បាទ វាសួរបាទវាសួរលឺរំលែកខ្លាំងណាស់ដាក់បានវិញ សូមគោរពលោកគ្រូខ្ញុំកុងសង្លីពីខេត្តកំពង់ស្ពឺសូមគោរពជំរាបសួរហើយ បាទស្វាគមន៍ និស្សិត ស្វាគមន៍អូនរងលី សាស្ត្រាចារ្យអស់ទីគោរព បាទបាទ បាទសូមគោរពជំរាបសួរលោកគ្រូខ្ញុំទុំសំណាងលោកគ្រូ វាសួរបងដល់ស្វាគមន៍អូន ជំរាបសួរលោកគ្រូខ្ញុំកើតនិគុណលោកគ្រូ បាទស្វាគមន៍អូនរគុណ គ្រូជំរាបសួរលោកគ្រូខ្ញុំបាទច័ន្ទពៅលោកគ្រូ បាទស្វាគមន៍អូនច័ន្ទពូ សំណាញ់សេចក្តីនឹករលឹកផងលោកគ្រូបាទ បាទជំរាបសួរលោកគ្រូខ្ញុំបាទមីសវណ្ណលោកគ្រូបាទ អូនស្វាគមន៍អូនសវណ្ណស្វាគមន៍អូន ជំរាបសួរលោកគ្រូខ្ញុំអង្គសរានលោកគ្រូ សួរអាដាមដឹកពីចឹង អូស្វាគមន៍អូនត្រាន់ស្វាគមន៍អូនត្រាន់ស្វាគមន៍ មានសួរមានសួរមានសួរ ទូន ស្វាគមន៍អូនច័ន្ទទូនអូស្វាគមន៍លោកសាចាំឌិតទៅចន្ទទូន ខ្ញុំជំរាបសួរលោកគ្រូខ្ញុំមុនអី ស្វាគមន៍លោកសាចាំឌិតស្វាគមន៍អូនមុនអីវិញថាពេលឥឡូវសូមស្វាគមន៍លោកប្អូនសាចាំឌិតហេងស្វាឌីសកលវិទ្ បា យា ទសូម ការ ជំរាបសួរលោកគ្រូជំរាបសួរទាំងអស់គ្នាលោកគ្រូអរគុណបាទជំរាបសួរ ទៅចូលអូនទៅសួរ បាទសួស្តីអាដាមស្វាដីបាទគោរពអាដាមដឹកពីចាប់ទៀត បាទអរគុណអូនមិនได้ធ្វើចន្ទទូនអូខេចាំមើលតិចទៀតណាឲ្យបានជុំគ្នាតិចណា បាទសូមជម្រាបសួរដំណិតវិចារអាដាមដិតសាស្ត្រាចារ្យដិតនិងនិស្សិតដែលបានចូលរួមនៅក្នុងវេទិកាយើងនៅក្នុងពេលល្ងាចនេះបាទឥឡូវនេះយើងមានអ្នកចូលរួមសរុប19នាក់បាទហើយយើងកំពុងតែផ្សាយផ្ទាល់តាម Facebook លោកគ្រូសំផងដែរសូមអរគុណ យើងចាំមើលតិចទៀតណាគេជុំគ្នាតិចណាពួកខានយូរតាំង បាទ ពី បាទ ថ្ងៃ លោកគ្រូអត់អីទេបាទ បាទតាំងពីថ្ងៃ17អូនបងប្អូនថ្ងៃ17ខែមីនាយើងបាទចុងក្រោយថ្ងៃ13មីនាហ្នឹងយើងផ្អាកចឹងលោកគ្រូសូម share screen ពេលសិនចឹង បាទបាទម្ដងទៀតអាដាមប្រធានហើយទៅជំរាបសួរអាដាមសូនសំណាងជំរាបសួរអាដាមសូនពិសិដ្ឋបាទមិនខ្ញុំចប់កម្មវិធីមួយជាមួយនិស្សិតឥឡូវទៅ
ឥឡូវទៅជាប់បាទ លោកពូនសាចាម បា និ ទ តជួយទូនលោកគ្រូមានចំណាប់អារម្មណ៍តិចសិនណាចឹងសៀ បាទ បា បាទ ទនេះ សូមគោរព បាទមុន អញ្ជើញ ចាប់ផ្ បាទ ដើម ដាក់ share នេះ share នេះអូខេ ហើយ ក្នុងនឹងសូមកាត់ប្រសាសន៍ប្រមាថនេះនិស្សិតចូលច្រើនតែជានិស្សិត30-40នាក់ចូលរួមនិស្សិតខាងប្រវត្តិសាស្ត្របាទ នៅមួយទៀត អាដាមពិសិដ្ឋអាឡូ បាទបាទជំរាបសួរបងខ្ញុំ បាទ ទទួលបាន បាទសូម accept និស្សិតផងនិស្សិតប្រហែលជា30-40នាក់ចូលរួម អត់អីបងបាទអាចចូលរួមបានបង បាទ បាទ កុំ limit បាទ អត់អីចំនួនយើងចូលរួមឥឡូវបានច្រើនបង បាទអូខេ បាទអាចបានដល់300នាក់ អាចបាន300នាក់ បាទបាទ ខ្ញុំគោរពជំរាបសួរលោកគ្រូខ្ញុំបច្ចឈឿតលោកគ្រូសូមចូលក្រោយគេលោកគ្រូសូមគោរពអរគុណលោកគ្រូលោកគ្រូសុខសប្បាយលោកគ្រូ បាទ បាទលោកគ្រូសុខភាពជាស្រួលលោកគ្រូបាទ បានស្រួលកន្លងហើយបាទ បាទ អរគុណ បាទលោកគ្រូអរគុណ បាទ គ្រប់ជំរាបសួរលោកគ្រូខ្ញុំផនជាលោកគ្រូ បាទយើងសូម អរគុណ បាទ Share យើងសូមអាដាមនិតវិជាប្រធានមេត្តាចាប់ផ្ដើមកម្មវិធីដោយយើងបានកំណត់ទេបាទយើងដល់ម៉ោង6 បាទ ទីបាទសូមគោរពអញ្ជើញអាដាមប្រធានបាទ បាទសូមអរគុណបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតចាប់ផ្ដើមសូមស្វាគមន៍លោកសាស្ត្រាចារ្យនិស្សិតអ៊ីនធឺណិតនិងប្រិយមិត្តទាំងអស់សូមស្វាគមន៍លោកចាំលើកគេស្វាគមន៍លោកជាសកលរបស់យើងនៅថ្ងៃនេះហើយក៏សូមស្វាគមន៍លោកសាស្ត្រាចារ្យបណ្ឌិតធុញធូនជាអ្នកសម្របសម្រួលថ្មីក្នុងវេទិកានេះផងដែរលោកសាស្ត្រាចារ្យធុញធូនជាអនុប្រធានសមាគមអ្នកវិទ្យាសាស្ត្រកម្ពុជាបាទខ្ញុំសូមអនុញ្ញាតរំលឹកជូនបន្តិចពីព្រោះថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រមួយដ៏សំខាន់ជាការផ្ទេរដំណាក់កាលពីវេទិកាប្រវត្តិវិទ្យាចាស់មកដំណាក់កាលថ្មីនៃវេទិកាប្រវត្តិវិទ្យាចឹងសំខាន់ណាស់ថ្ងៃនេះថ្ងៃជាប្រវត្តិសាស្ត្រចឹងសូមជូនពីមូលហេតុនៃការផ្ទេរដំណាក់កាលមូលហេតុដោយសង្ខេបនៅមីនាឆ្នាំ2006ហ្នឹងលោកគ្រូបានជូនដំណឹងដល់និស្សិតយើងថាល្ងាចនេះនៅម៉ោង6មិនមានវេទិកាប្រវត្តិវិទ្យាទេអានៅថ្ងៃអង្គារទី17មីនា2026ហ្នឹងថាថ្ងៃអង្គារទី17មីនា2026មិនមានវេទិកាទេពីព្រោះលោកគ្រូមានธุរៈផ្ទាល់ខ្លួនអរគុណសូមជំរាបជូនថាថ្ងៃនេះយើងមកដល់វេទិកាប្រវត្តិវិទ្យាទី257ដែលមានប្រធានបទស្ដីពីស្ថានីយ៍បរិវត្តសាស្ត្រនៅកម្ពុជាក្នុងយុគថ្មចាស់ហើយផ្ដោតទៅលើលទ្ធផលកំណាយនៅស្ថានីយ៍ឡាស្ពានបាទអញ្ចឹងនេះជាដែលមានវាគ្មិនរបស់យើងគឺលោកសាស្ត្រាចារ្យបណ្ឌិតហេងស្វាឌីជាសាកលវិទ្យាការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈវេទិកានេះជាវេទិកាដែលមានអត្ថន័យជាប្រវត្តិសាស្ត្រពីព្រោះជាការបើកឡើងនៅដំណាក់កាលថ្មីមួយដើម្បីបន្តនិរន្តរភាពនៃវេទិកាប្រវត្តិសាស្ត្រក្នុងដំណាក់កាលបន្តពីនៅដំណាក់កាលចាស់មកដំណាក់កាលថ្មីបាទសូមជំរាបជូនថាក្នុងដំណាក់កាលចាស់នោះគឺជាង3ឆ្នាំរយៈពេលជាង3ឆ្នាំកន្លងទៅនេះយើងមានវេទិកាប្រវត្តិសាស្ត្រចំនួន256
ចំនួន256ហើយមានលោកគ្រូបណ្ឌិតស្វេចាសូនសំណាងជាវាគ្មិននិងអ្នកសម្របសម្រួល2នាក់គឺលោកនាយកវិទ្យាស្ថានអ៊ីនធឺណិតលោកសាស្ត្រាចារ្យបណ្ឌិតសុនវិសិទ្ធនិងលោកនាយករងនៃវិទ្យាស្ថានគឺបេក្ខជនបណ្ឌិតសុនច័ន្ទវិរៈបាទហើយវេទិកាវត្តជាតិទី1របស់យើងបានចាប់ផ្ដើមនៅថ្ងៃពុធទី11មករាឆ្នាំ2023ចឹងគិតមកទល់ឥឡូវនេះជាង3ឆ្នាំហើយចំពោះនៅវេទិកាប្រវត្តិជាតិទាំង256ក្នុងដំណើរកាលចាស់នោះគឺជាការជ្រើសរើសយកប្រធានបទណាដែលលេចធ្លោជាងគេនៅប្រធានបទយល់រើសចោះមកក្នុងអំឡុងពេលជាង2000ឆ្នាំនៃប្រវត្តិសាស្ត្រប្រជាជាតិខ្មែរយើងបាទនៅក្នុងដំណាក់កាលចាស់សម្រាប់ក្នុងដំណាក់កាលថ្មីដែលចាប់ផ្ដើមនៅថ្ងៃនេះគឺថាយើងរៀបចំជាវេទិកាដែលមានលក្ខណៈជាប្រព័ន្ធតាមលំដាប់នៃសម័យកាលពីបរិយាប្រវត្តិសាស្ត្រមកដល់ទសវត្សរ៍ឆ្នាំ1970ដោយសង្ខេបទៅគឺយើងមានចំណុចសំខាន់ធំចំនួន3គឺទី1វាគ្មិនភាគច្រើនជាបញ្ញវន្តចំនួនថ្មីចំនួនបន្តវេន2ចំនួនចាស់2ចំនួនលោកគ្រូចឹងបងប្អូននេះជាមោទនភាពណាស់ដែលបងប្អូនបានចូលរួមជាវាគ្មិនជាអ្នកសម្របសម្រួលនេះគឺថាសុទ្ធតែជាបញ្ញវន្តថ្មីជាអ្នកបន្តវេនបន្តពីចំនួនមុនពីលោកគ្រូនឹងចំណុចសំខាន់មែនទេនៅទី2គឺវេទិកាថ្មីនឹងបំពេញបន្ថែមលើវេទិកាដែលលើវេទិកាចាស់ណាបងប្អូនបំពេញបន្ថែមលើវេទិកាចាស់256ហ្នឹងដើម្បីរៀបចំជាឯកសារគោលបំណងយើងគឺចង់បានឯកសារគោលមួយនៃប្រវត្តិសាស្ត្រជាតិខ្មែរដែលមានលក្ខណៈជាប្រព័ន្ធគឺថាមានចាប់ពីបរិយាប្រវត្តិរហូតមកដោយលោកគ្រូបានបង្ហាញអញ្ចឹងគេដល់មកទល់ទសវត្សរ៍ឆ្នាំ1970ចំណុចទី3គឺជាការប្រមូលផ្ដុំចំណេះដឹងគោលអំពីអតីតកាលនៃកម្ពុជាដែលអ្នកសិក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាទាំងខ្មែរទាំងអន្តរជាតិហ្នឹងគឺថាងាយរកសង្ឃឹមថាយើងនឹងឈានទៅរៀបចំនៅឯកសារគោលហ្នឹងដើម្បីប្រមូលផ្ដុំនៅចំណេះដឹងគោលអំពីអតីតកាលនៃប្រទេសកម្ពុជាអាចថាថ្ងៃក្រោយអាចទៅជារៀបចំទៅជា History School Book ជាការចក្ខុវិស័យបងប្អូនណាជាការដែលយើងចង់បានឲ្យទៅជាសិភៅសិក្សាប្រវត្តិសាស្ត្រហ្នឹងបែបអេឡិចត្រូនិកចឹងទៅដើម្បីនឹងងាយផ្ដល់ចំណេះដឹងបានទូលំទូលាយតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលមានលក្ខណៈសត្យានុម័តរឹងមាំខាងវិទ្យាសាស្ត្រនិងឯកភាពគ្នាក្នុងទស្សនៈជាតិខ្មែរហើយល្ងាចនេះយើងចាប់ពីម៉ោង6ប៉ុន្តែឥឡូវម៉ោងនេះមានអាការអត់អួលខ្លះដោយសារនៅខាងលោកគ្រូនេះដូចជាអ៊ីនធឺណិតមិនសូវអាចថាខ្សោយជាងនៅកណ្ដាលក្រុងតិចណាយើងមានវេទិកាដែលយើងគឺទី257ហើយពីស្ថានីយ៍បរិយាប្រវត្តិសាស្ត្រនៅកម្ពុជាក្នុងយុគថ្មចាស់ផ្ដោតលើលទ្ធផលកំណាយនៅស្ថានីយ៍ឡើងស្ពានហើយលោកគ្រូនេះបានជំរាបជូនពីប្រវត្តិខ្លះហើយឥឡូវនេះចំពោះការនេះគឺមានវាគ្មិនថ្មីរបស់យើងគឺសាស្ត្រាចារ្យបណ្ឌិតហេងស្មាឌីសាកលវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទចិត្តសិល្បៈដែលលោកគ្រូសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងកោតសរសើរដោយស្មោះចំពោះប្រសិទ្ធភាពនៃទំនាក់ទំនងហើយនឹងការរៀបចំក្នុងពេលខ្លីបានខ្លឹមសារសំខាន់ដែលបានភ្ជាប់មកនៅក្នុងស្ដីជូនដំណឹងពេលព្រឹកនេះគឺថាធ្វើការលះមែនទែនសូមកោតសរសើរដោយស្មោះ
ហើយសូមអរគុណចំពោះអ្នកសម្របសម្រួលទាំងពីរសាស្ត្រាចារ្យបណ្ឌិតសុនវិសាទនិងសាស្ត្រាចារ្យបណ្ឌិតធុយចន្ទធួននៅក្នុងវេទិកានេះយើងមានអ្នកសម្របសម្រួល2នាក់ហើយស្រីឱកាសនេះខ្ញុំក៏សូមអរគុណក្រុមគ្រួសារដែលបានជួយមើលថែនិងបងប្អូននិស្សិតទាំងអស់ដែលបានមកសួរសុខទុក្ខលោកគ្រូនៅពេលកន្លងមកចឹងបន្តទៅនេះសូមបុគ្គលនីតិនេះជូនទៅអ្នកសម្របសម្រួលទាំងពីរដើម្បីមានមតិជាបន្តសូមអរគុណសូមអញ្ជើញលោកសាស្ត្រាចារ្យបណ្ឌិតធុយចន្ទធួនសាស្ត្រាចារ្យបណ្ឌិតសុនវិសាទហើយនិងលោកសាស្ត្រាចារ្យបណ្ឌិតធុយចន្ទធួនដើម្បីនឹងមានចំណាប់អារម្មណ៍មុននឹងជូនវេទិកាជូនទៅវាគ្មិនរបស់យើងសូមអរគុណបាទអាឡូបាទទីបតំសូមគោរពអាដាមរដ្ឋស្ពីចាសឿនសំណាងទីគោរពសូមគោរពអាដាមសុនពិសិដ្ឋសាកលវិទ្យាការនៃសាកលវិទ្យាល័យអ៊ីនធឺណិតនិងជាសានអ៊ីនធឺណិតសូមគោរពអាដាមហេងសប៉ាឌីសាកលវិទ្យាការនៃសាកលវិទ្យាល័យភូមិន្ទនិងចិត្តសិល្បៈដោយអាដាមរដ្ឋស្ពីចាលោកមានប្រសាសន៍ហើយជាវេទិកាទី257យើងមានវាគ្មិនពិសេសបន្ថែមមួយទៀតបាទគឺអាដាមហេងសប៉ាឌីលោកគឺជាអ្នកជំនាញផ្ទាល់ទាក់ទងនឹងជាមួយនឹងបរិយាប្រវត្តិសាស្ត្របុរាណជាដែលលោកបានធ្វើកំណាយលោកជាអតីតសហការីខ្ញុំរូបនៅយើងធ្លាប់ធ្វើការជាមួយគ្នារៀនជាមួយគ្នាតាំងពីក្មេងមកហើយនឹងធ្វើការនៅវិមុតអីនឹងឥឡូវយើងនៅក្នុងអាជីពជាអ្នកបញ្ញវន្តដូចគ្នាបាទក៏ប៉ុន្តែលោកគឺជាអ្នកនយោបាយកាន់កិច្ចការសាកលវិទ្យាល័យដ៏ធំក្នុងនីតិខ្ញុំជាអ្នកសម្របសម្រួលជាមួយអាដាមបណ្ឌិតស្ពីចាបណ្ឌិតសុនពិសិដ្ឋយើងសូមស្វាគមន៍អាដាមហេងសប៉ាឌីបាទជាថ្មីម្ដងទៀតដោយបានជំរាបខាងដើមអាដាមហេងសប៉ាឌីគឺជាបញ្ញវន្តខ្មែរមួយរូបដែលបានសិក្សានៅក្នុងស្រុកហើយបានបន្តទៅប្រទេសបារាំងធ្វើនិក្ខេបបទរបស់លោកនៅស្រុកបារាំងនៅប្រទេសបារាំងហើយនឹងជំនាញផ្ទាល់នៅស្ថានីយ៍ឡានស្ពាននឹងតែម្ដងអញ្ចឹងលោកបានដឹងច្បាស់អំពីអ្វីទៅឡានស្ពានលោកបានចូលរួមកំណាយធ្វើការវិភាគផ្ទាល់តែម្ដងទន្ទឹមនឹងដែរខ្ញុំបាទក្នុងនាមជាអ្នកសម្របសម្រួលរូបខ្ញុំនឹងព្យាយាមជាមួយនឹងអាដាមសុនពិសិដ្ឋយើងរកអ្នកជំនាញការពិសេសអ្នកបន្តវេនដោយអាដាមបណ្ឌិតស្ពីចាលោកបានមានប្រសាសន៍អញ្ចឹងយើងរកអ្នកបន្តវេនដែលជាអ្នកវាគ្មិនល្អជាបញ្ញវន្តល្អរបស់ស្រុកយើងដើម្បីផ្សព្វផ្សាយវេទិកាបន្តវេនរបស់អាដាមបណ្ឌិតស្ពីចាសុនសំណាងយើងនឹងបន្តវេទិកានឹងបន្តទៀតដែលមានលោកជាអ្នកមេគីបង្ហាញផ្លូវរបស់ពួកយើងធ្វើជាលំដាប់លំដោយបន្តទៀតខ្ញុំមានយោបល់ប៉ុណ្ណឹងក្នុងការបើកនេះយើងសូមបន្តជូនអាដាមបណ្ឌិតសុនពិសិដ្ឋបាទមានយោបល់វត្តពីបាទសូមអរគុណសាស្ត្រាចារ្យបណ្ឌិតធុយចន្ទធួនសូមគោរពបណ្ឌិតស្ពីចាសុនសំណាងសូមគោរពអាដាមបណ្ឌិតហេងសប៉ាឌីសាស្ត្រាចារ្យបណ្ឌិតធុយចន្ទធួនសាស្ត្រាចារ្យនិស្សិតពីវិទ្យាស្ថានអ៊ីនធឺណិតសមាជិកសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជានិងនិស្សិតពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញតាមសាស្ត្រាចារ្យបណ្ឌិតធុយចន្ទធួនមានប្រសាសន៍បាទថ្ងៃនេះវិទ្យាស្ថានអ៊ីនធឺណិតនិងសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជាមានសេចក្តីសោមនស្សរីករាយនិងកិត្តិយសដែលបានរៀបចំវេទិកាជាវេទិកាបន្ទាប់ពីខកខានអស់រយៈពេលជាង1ខែកន្លងមកនេះបាទហើយនេះជាដំណាក់កាលមួយថ្មីដែលដូចបណ្ឌិតស្ពីចាសុនសំណាងបានមានប្រសាសន៍គឺបន្តវេនបន្ទាប់ពីការអាក់ខានមក
គឺវាគ្មិនដំបូងគឺបានអាដាមបរិទ្ធិសភាឌីសាកលវិទ្យាការនៃសាកលវិទ្យាល័យភូមិន្ទវិទ្យាសិល្បៈអញ្ជើញមកធ្វើជាវាគ្មិនហើយដែលប្រធានបទដ៏សំខាន់របស់យើងនៅថ្ងៃនេះគឺពាក់ព័ន្ធនឹងបុរេប្រវត្តិសាស្ត្រខ្មែរទាក់ទងនឹងយុគថ្មបំបែកបាទដូច្នេះយើងខ្ញុំសូមស្វាគមន៍ហើយដើម្បីឲ្យវេទិកាយើងបានដំណើរការដោយរលូនខ្ញុំសូមធ្វើការបញ្ជាក់ជូននៅចំណុចមួយចំនួនដែលអ្នកចូលរួមទាំងអស់គឺថាជួយសហការក្នុងការប្រើប្រាស់កម្មវិធីរបស់យើងនេះគឺទី1គឺសូមប្រើឈ្មោះផ្លូវការទី2បិទមីក្រូនៅពេលដំណើរការវេទិកាទី3បើប្រើទូរស័ព្ទចូលរួមសូមកុំចល័តដើម្បីជៀសវាងប៉ះចំមីក្រូហើយបើកដោយអចេតនានាំឲ្យមានសម្លេងរំខានក្នុងករណីមានយោបល់សូមចុចសញ្ញាលើកដៃនៅកន្លែង reaction បាទសូមអរគុណបាទជាកិច្ចបន្តខ្ញុំសូមក្រុមជើញអាដាមបណ្ឌិតហេសផាឌីបាទចាប់ផ្ដើមធ្វើបទបង្ហាញបាទសូមក្រុមជើញអាដាមបាទខ្ញុំសូមបងសូមជម្រាបសួរជាធំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាយដាមបណ្ឌិតសុភាចារសូមសំណាងប្រធានសមាគមអ្នកវត្តសាស្ត្រកម្ពុជាដូចជាលោកលោកស្រីលោកគ្រូអ្នកគ្រូខ្ញុំសូមហៅខ្ញុំទាំងអស់ដែលបានអនុញ្ញាតឲ្យខ្ញុំធ្វើបទបង្ហាញទាក់ទងនឹងស្ថានីយ៍បរិវត្តសាស្ត្រនៅកម្ពុជាមែនតើដូចអាយដាមបណ្ឌិតលោកមានប្រសាសន៍ឲ្យខ្ញុំបានទទួលសំណើពីលោកបណ្ឌិតធ្វើចន្ទធួនហ្នឹងដូចជា2ថ្ងៃមុនអញ្ចឹងទេគិតថាគាត់ស្នើសុំឲ្យនិយាយអំពីលអាងស្ពានហើយខ្ញុំក៏ទទួលយល់ព្រមព្រោះថាមានបទបង្ហាញស្រាប់ខ្ញុំអាចយកមកថែមថយតែដល់ឃើញប្រធានបទដែលលោកបណ្ឌិតសុភាចារផ្ញើមកហើយដូចទលាយថែមទៅដល់យុគថ្មចាស់អញ្ចឹងក៏ខ្ញុំសម្រួលបន្ថែមស្លាយមួយចំនួនទៀតតាក់ទងនឹងស្ថានីយ៍តាក់ទងយុគថ្មចាស់នេះទោះបីជាយើងដឹងហើយថាស្ថានីយ៍យុគថ្មចាស់នៅស្រុកខ្មែរមិនសម្បូរទេមិនមានច្រើនទេការដែលមិនមានច្រើននេះហើយធ្វើឲ្យគេមិនសូវបានស្គាល់តែខ្ញុំឆ្លៀតយករឿងនេះមកហើយលោកធ្វើចន្ទធួនបានលើកមុននេះយើងជាខ្ញុំជាមួយគាត់ជាអ្នករួមថ្នាក់ជាមួយគ្នាតាំងពីឆ្នាំ1996មកយើងបានធ្វើកិច្ចការនេះច្រើនហើយអ្វីដែលខ្ញុំបង្ហាញនេះក៏មានចំណែករបស់គាត់មួយផ្នែកដែរតាក់ទងនឹងយុគថ្មចាស់នេះដូច្នេះខ្ញុំដើម្បីកុំឲ្យខាតពេលខ្ញុំសូមអនុញ្ញាត share screen ជូនបាទនេះគឺជាចំណងជើងប៉ុន្តែអ្វីដែលខ្ញុំលើកយកមកខ្ញុំបដោតទៅលើស្ថានីយ៍លអាងស្ពានដែលប្រហែលជាអាយដាមលោកស្រីលោកគ្រូបងប្អូននិស្សិតបានស្គាល់ហើយជាស្ថានីយ៍មួយដែលល្បីល្បាញនៅក្នុងស្រុកខ្មែរតាំងពីទសវត្សរ៍ឆ្នាំ1990មក1960មកនៅក្នុងប្រធានបទនេះតាក់ទងនឹងយុគថ្មចាស់បើនិយាយពីភាសានៅខាងអឺរ៉ុបគេប្រើប៉ាឡូលីទិកហើយបើខាងនៅប្រទេសប្រើភាសាអង់គ្លេសគេប្រើ Old Stone Age អញ្ចឹងនៅក្នុងយុគថ្មនេះមាន3ធំគឺយុគថ្មបំបែកយុគថ្មសម័យកណ្ដាលមកយុគថ្មរំលីងហ្នឹងបើយើងបកមកមានន័យថាប៉ាឡូលីទិកមេសូលីទិកនេអូលីទិកអាហ្នឹងបើសិនជាផ្នែកបារាំងភាសាខាងអឺរ៉ុបបើជាខាងអង់គ្លេសសាក់សុងគេប្រើ Old Stone Age Middle Stone Age ហើយនឹង New Stone Age យើងហៅថាថ្មរំលីងឬអ្នកវិទ្យាសាស្ត្រនេះអញ្ចឹងយុគថ្មចាស់នៅស្រុកយើងមិនសម្បូរទេដូចខ្ញុំបានបញ្ជាក់គឺថាមានតែប្រមាណស្ថានីយ៍ទេបាទឆ្នាំនេះខ្ញុំនឹងយកមកបង្ហាញជូនស្ថានីយ៍ទាំងអស់នោះតើយើងរកឃើញអ្វីខ្លះដែលជាភស្តុតាងបញ្ជាក់ថាទាំងអស់នោះជាយុគថ្មចាស់ហើយមានការបោះឆែតតាំងពីពេលណាដល់ពេលណានៅបទបង្ហាញរបស់ខ្ញុំគឺមានមេតិកា7មេតិកាប៉ុន្តែមេតិកាទាំងអស់នេះមិនមេតិកាមួយចំនួនគឺខ្លីៗទេមួយស្លាយពីរស្លាយមេតិកា
ចំណុចខ្លះអាចវែងដោយសារមានច្រើន slide ដោយសារតែចង់បង្ហាញពីលទ្ធផលឲ្យបានឃើញដូច្នេះក្នុងនេះខ្ញុំក៏បានរំលេចឲ្យឃើញអីបុព្វការីជនរបស់យើងការបំផ្លាស់ទីចេញពីអាហ្វ្រិកការស្រាវជ្រាវពីវិរិយវសាស្ត្រនៅស្រុកខ្មែរអីទៅជាវប្បធម៌គ្រោះបំបែកតាមទន្លេមេគង្គភ្នំតាក់ទ្រាំងធានីលអាងស្ពានកាលប្រវត្តិវិរិយវសាស្ត្រស្រុកខ្មែរយើងមានរៀបចំជាពិព័រណ៍នៅស្រុកអំទីបាត់ដំបងដែលបានពីលទ្ធផលកំណាយមកហើយនឹងការបោះពុម្ពផ្សាយពីលទ្ធផលកំណាយនេះចុះបាទខ្ញុំជឿជាក់ថាអាដាមមកលោកស្រីបានឃើញតបបានឮថាយើងវិវត្តមកពីស្វាដែលមានប្រភពដើមមកនៅទ្វីបអាហ្វ្រិកជាងការវិវត្តនេះវាប្រើពេលរាប់លានឆ្នាំឆ្លងកាត់រាប់លានឆ្នាំហើយមានស្វាច្រើនប្រភេទយើងនិយាយថាជាបុព្វការីជនរបស់យើងច្រើនប្រភេទមានថាគេអូស្ត្រាឡូវីតែកដែលមានប្រហែលជា5 6ដែលគេបានរកឃើញ fossil នៅអាហ្វ្រិកបន្ទាប់មកបានមកចូលមកអូម៉ូនេះគឺមានច្រើនប្រហែលជា10ប្រភេទទៅតាមឲ្យឈ្មោះទៅតាមទីតាំងដែលគេរកឃើញ fossil គេឲ្យឈ្មោះទៅតាមភាសាគេឲ្យឈ្មោះទៅតាមបញ្ហាផ្សេងដែលអ្នកស្រាវជ្រាវមើលឃើញពីលក្ខណៈពិសេសជាក់ស្ដែងយើងឃើញថា Homo erectus ដែលយើងល្បីជាងគេគឺជា Homo បុព្វការីជនរបស់មនុស្សដែលបំលាស់ទីឆ្ងាយជាងគេចេញពីអាហ្វ្រិកមក Homo erectus នេះគឺគេបានរកឃើញ fossil នៅកោះជ្វាយើងនៅឥណ្ឌូនេស៊ីរកឃើញនៅចិននៅស៊ូគូទៀននិងនៅបណ្ដាប្រទេសផ្សេងទៀតដែលជាពួកមនុស្សបានបំលាស់ទីឆ្ងាយជាងគេហើយបន្ទាប់មកបានមកអូម៉ូសាប់ជាងអីលាក់នឹងលាក់ដើមធ្វើបំលាស់ទីជាហូរហែនេះជាគ្រាន់ខ្ញុំចង់ជម្រាបពីសាវតាដែលមូលហេតុនៃការបំលាស់ទីរបស់មនុស្សទាំងអស់នេះហើយបានយើងឃើញមានភ័ស្តុតាងនៅតាមទីកន្លែងផ្សេងនៅក្នុងប្រទេសនីមួយនៃពេលបច្ចុប្បន្ននៅលើពិភពលោកនេះគឺជាផ្លូវដែលបង្ហាញអំពីការបំលាស់ទីរបស់មនុស្សពិសេសគឺពួក Homo erectus នេះគឺពណ៌ខៀវគឺ Homo erectus ចាប់ដើមបំលាស់ទីចេញពីអាហ្វ្រិកមកនៅរវាងប្រហែលជា 1.7 លានឆ្នាំរហូតមកដល់ 200,000 ឆ្នាំគឺគាត់ចាប់ដើមបំលាស់ទីចេញពីអាហ្វ្រិកមកហើយបន្ទាប់មកគឺមានពួកគេហៅព្រីនីអង់ដេតាល់ដែលមានពណ៌ខៀវនេះគឺរស់នៅតែតំបន់អឺរ៉ុបទេជាតំបន់ត្រជាក់ក្រោយមកនីអង់ដេតាល់ក៏ផុតពូជទៅហើយជំនួសវិញដោយ Homo sapiens គេបានរកឃើញមនុស្សទំនើបដែលយើងហៅថា Homo sapiens នឹងចាប់ដើមមានវត្តមានរស់នៅតំបន់អាស៊ីកតាលមូលហេតុអីបានទៅនៅតំបន់អាស៊ីកតាលដោយសារអាកាសធាតុអំណោយផលទីតាំងអាស៊ីកតាលមិនក្តៅមិនត្រជាក់ជាលក្ខណៈអំណោយផលនេះយងថ្ងៃហ្នឹងអាស៊ីកតាលយើងហៅមជ្ឈមបូព៌ានេះឯងហើយប្រទេសដែលគេរកឃើញថាចេះធ្វើកសិកម្មមុនគេគឺប្រទេសនៅមជ្ឈមបូព៌ានេះឯងចេញពីតំបន់ហ្នឹងដោយសារអាកាសធាតុអំណោយផលមនុស្សអាចរស់នៅបានដោយអត់បាច់នេះវាអឺរ៉ុបត្រជាក់ពេកអាហ្វ្រិកក្តៅពេកអញ្ចឹងទៅចុះមនុស្សចាប់ដើមបំលាស់ទីចេញទៅហើយពណ៌ខៀវគឺជាពួក Homo erectus ដែលខ្ញុំបានជំរាបជូនមិញគឺគេបានរកឃើញនៅចិនណានៅកោះជ្វាឥណ្ឌូនេស៊ីរបស់យើងនេះនិងនៅបណ្ដាប្រទេសផ្សេងទៀតហើយពួកពណ៌លឿងពណ៌ក្រហមគឺជាពួក Homo sapiens ដែលចាប់ដើមបំលាស់ទីចេញពីអាស៊ីកតាលទៅកាន់គ្រប់តំបន់ទាំងអស់នៃពិភពលោកដល់កោះដល់ឲ្យពួក Homo sapiens ចាប់ដើមមានបច្ចេកវិទ្យាទំនើបអាចធ្វើក្បូនឆ្លងពីកោះទៅកោះមួយចេះធ្វើកសិកម្មបច្ចេកវិទ្យាបរបាញ់ចេះធ្វើកសិកម្មគឺថាកាន់តែទំនើបការជីវិតរស់នៅហ្នឹងគឺថាពួកគាត់អាចទៅដល់គ្រប់ទីកន្លែងទាំងអស់ដើម្បីបង្កើតជាភូមិកោភូមិស្រុកអីរហូតអាហ្នឹងជារឿងវែងឆ្ងាយរហូតមកដល់យើងកើតជារដ្ឋកើតអីហូរហែហ្នឹងមកនេះខ្ញុំគ្រាន់ចង់ផ្ដើមពីបន្តិចនេះហើយបានជាយើងឃើញមានក្រុមមនុស្សដែលរស់នៅតាមស្ថានីយ៍ផ្សេងហើយពួកអស់ហ្នឹងបំលាស់ទីមកដល់ដំបូងគឺមានប្រើទីគឺថាឧបករណ៍ថ្មនេះឯងចឹងបានយើងរកឃើញឧបករណ៍ថ្មណាដែលហៅឧបករណ៍ថ្មដែលមនុស្សចេះផលិតមុនគេនោះគឺយើងហៅយកថ្មចាស់នេះឯងបាទខ្ញុំលខែប៉ុណ្ណេះអំពីស្រុកខ្មែរការចាប់ផ្ដើមស្រាវជ្រាវវិរិយវត្តសាស្ត្រនៅស្រុកខ្មែរយើងចាប់ផ្ដើមនៅសតវត្សទី19គឺនៅពេលដែលបារាំងបានរកឃើញស្ថានីយ៍សម្រង់សែនដែលខ្ញុំជឿថាអាយដាមមកលោកស្រីបងប្អូននិស្សិតស្គាល់ហើយសម្រង់សែនគឺនៅខេត្តកំពង់ឆ្នាំងគឺបានរកឃើញនៅឆ្នាំ1876ដោយលោករ៉ុកនេះគឺជាប្រធានកងនាវាចររបស់អាណាព្យាបាលបារាំងប្រចាំនៅតំបន់លូចិនអញ្ចឹងប្រហែលជាគាត់ធ្វើដំណើរពីខាង
ខាងក្រៅមកពីព្រៃនគរមកជីកប៉ាល់កាត់ទៅតំបន់នគរទៅទន្លេសាបហ្នឹងកាត់ទៅតំបន់នគរហើយជួបនៅសំរោងសែនអ្នកស្រុកនៅសំរោងសែនទៅលើប៉ោះហ្នឹងអញ្ចឹងការដែលគាត់រកឃើញសំរោងសែននេះគឺថាអ្នកស្រុកពេលនោះគឺថាបានយករបស់របរហ្នឹងទៅបង្ហាញដើម្បីលក់ដូរទៅតែគាត់ខាងលោកបារាំងនេះគេមានការចេះដឹងគឺគេបានយកព័ត៌មានអស់ហ្នឹងផ្សព្វផ្សាយទៅឲ្យអ្នកស្រាវជ្រាវរបស់គេនៅក្នុងជំនាញហ្នឹងហើយអ្នកដែលនាំយកសម្បត្តិវត្ថុពីសំរោងសែនទៅច្រើនណាស់បារាំងមាន Ludovic James មាន Jean Mora មានអីហៅហែច្រើនដែលខ្ញុំឈ្មោះហើយវត្ថុដែលយកទៅយើងឃើញរបស់ល្អៗណាមានរបស់ធ្វើពីថ្មបថៅថ្មមានពលាកកុលាបភៀចផ្លែសទូចធ្វើពីឆ្អឹងពីភ្លុកអីឡាក់មានបោះបោច្រើនទៀតដែលបច្ចុប្បន្នមួយចំនួនធំគឺនៅក្នុងប្រទេសបារាំងការគឺនៅសារមន្ទីរលីយ៉ុងសារមន្ទីរធម្មជាតិប្រវត្តិសាស្ត្រធម្មជាតិនៅលីយ៉ុងនៅសារមន្ទីរនៅទូលូសនៅសារមន្ទីរមួយសេឌូឡុងនៅប៉ារីនៅកន្លែងផ្សេងទៀតนั่นคือនៅរបស់ពីសំរោងសែនដោយសារពីនោះគឺថាសំរោងសែននេះគឺថាជាកន្លែងដែលសម្បូរហើយធ្វើឲ្យអ្នកស្រាវជ្រាវមានការចាប់អារម្មណ៍ក្រោយពីមានការបោះពុម្ពផ្សាយអំពីវត្ថុដែលយកចេញពីសំរោងសែននេះដោយលោកអេមីលកាតាយ៉ាដែលជាអ្នកស្រាវជ្រាវបរិវត្តសាស្ត្ររបស់បារាំងហ្នឹងអញ្ចឹងធ្វើឲ្យអ្នកស្រាវជ្រាវបារាំងក្រោយទៀតចាប់ផ្ដើមធ្វើការសិក្សាស្រាវជ្រាវអំពីស្ថានីយបរិវត្តសាស្ត្រនៅស្រុកខ្មែរជាបន្តបន្ទាប់ដែលក្នុងហ្នឹងយើងឃើញមានលោកហុងរីម៉ាន់ស៊ុយមានលោកលវីម៉ាល់រ៉េលោកអូលេវីលោកក្រូយេបែកណាហ្វីលីបក្រូយេលោកសូរ៉ាំងលោកកាបូណែលឡាក់លោករ៉ូឡុងម៉ូរ៉េដែលបច្ចុប្បន្នគាត់នៅមានជីវិតទៀតលោករ៉ូឡុងម៉ូរ៉េដែលជាអ្នករកឃើញស្ថានីយ៍លាងស្ពាននេះដំបូងគេហើយដែលគាត់ទៅដល់ទីនោះមុនគេអញ្ចឹងនេះជាប្រវត្តិនៃការស្រាវជ្រាវបរិវត្តសាស្ត្រនៅស្រុកខ្មែរហើយមកសម័យក្រោយទៀតយើងរកឃើញស្ថានីយ៍ច្រើនប៉ុន្តែស្ថិតនៅក្នុងសម័យដែកណាសម័យលោហៈឯដែលខ្ញុំនឹងជម្រាបជូននៅស្លាយក្រោយបាទនេះគឺជាអ្នកស្រាវជ្រាវបារាំងដែលបានសិក្សាស្រាវជ្រាវពីបរិវត្តសាស្ត្រនៅស្រុកខ្មែរដំបូងគេហ្នឹងហើយមានន័យថានៅក្នុងពេលដែលយើងស្ថិតនៅក្រោមអាណាព្យាបាលរបស់បារាំងដែលភាគច្រើនមកពីសាលាបារាំងចុងបូព៌ាមកពីខាងអ្នកភូកសាសនៅតំបន់ឥណ្ឌូចិនគេចាប់ផ្ដើមស្រាវជ្រាវទៅលើស្ថានីយ៍គេបានរកឃើញផ្សេងដោយសារបារាំងគេចាប់ដើមរកគេធ្វើដីកសិកម្មផងករណីដូចភូមិមូលអញ្ចឹងឬក៏ប្រទេសគូអញ្ចឹងគេធ្វើជាការកស៊ូទៅក៏ប្រទេសឃើញអញ្ចឹងទៅណាឃើញទៅក៏រាយការណ៍ទៅអញ្ចឹងក្នុងនេះគឺយើងមានលោកអេមីលកាតាយ៉ាលោកហុងរីម៉ាន់ស៊ុយដែលធ្វើកំណាយលោកលវីម៉ាល់រ៉េអេដម៉ុងសូរ៉ាំងប៉ូលីវីបេណាហ្វីលីបក្រូយេសង់ជាកាបូណែលរ៉ូឡុងនិងសេស៊ីលម៉ូរ៉េដែលជាអ្នកស្រាវជ្រាវនៅក្នុងទសវត្សរ៍ឆ្នាំ1000ចុង1800ជាងរហូតដល់1900ជាងក្រោយដែលយើងបានរហូតបានឯករាជ្យ1950មានន័យថារហូតមុនពេលសង្គ្រាមឆ្នាំ1970អ្នកអស់នឹងគឺគាត់បានបន្តជាក់ស្ដែងដោយលោកម៉ូរ៉េគាត់បានធ្វើកំណាយនៅឡានស្ពានរហូតដល់ឆ្នាំ1970ដែលខ្ញុំនឹងបង្ហាញនៅស្លាយបន្ទាប់នេះគឺជាផែនទីដែលបង្ហាញពីស្ថានីយ៍បរិវត្តសាស្ត្រហើយអ្នកទាំងបារាំងទាំងអស់ហ្នឹងគាត់បានស្រាវជ្រាវគឺមាននៅភ្នំលអាងក្បាលរមៀសគាត់ធ្វើការស្រាវជ្រាវដោយលោកសង់ជាកាបូណែលនៅមីមុតគឺមានលវីម៉ាល់រ៉េបៀកណាហ្វីលីបក្រូយេដែលស្រាវជ្រាវអំពីស្ថានីយ៍វិទ្យាគូដែលលោកធឹងសាន់ធួនក៏មានចំណាយយើងបានបង្កើតមជ្ឈមណ្ឌលមីមុតនៅទីនោះពួកខ្ញុំទាំងពីរលោកធឹងធួនខ្ញុំបានទទួលការបន្តបណ្ដាលពីខាងសាស្ត្រាចារ្យល្មងហើយយើងវិទ្យាគូនៅមីមុតនោះឥឡូវយើងឃើញដល់30ជាងហើយកាលពីបារាំងក៏ឃើញតែ12ឯនៅស្រុកខ្មែរមាន5នៅវៀតណាម12មាន17នៅស្រុកខ្មែរឥឡូវយើងនៅស្រុកខ្មែរមានជាង30ស្ថានីយ៍វិទ្យាគូដែលជាស្ថានីយ៍បរិវត្តសាស្ត្រដ៏ពិសេសមួយមានតែនៅតំបន់មានន័យថាមាននៅតែយើងហើយនៅវៀតណាមដែលនៅជុំក្នុងតំបន់ដីក្រហមហ្នឹងមានលោកសូរ៉ាំងហុងរីម៉ាន់ស៊ុយគាត់ជាអ្នកស្រាវជ្រាវនៅស្ថានីយ៍សំរោងសែនលោកប៉ូលីវីកំណាយនៅមលូព្រៃលោករ៉ូឡុងម៉ូរ៉េកំណាយនៅឡាងស្ពានហើយលោករ៉ូឡុងម៉ូរ៉េក៏បានទៅធ្វើការស្រាវជ្រាវដែរនៅខ្សែឫស្សីនៅថ្លាបូរវត្តដែលខ្ញុំនឹងនិយាយបន្តទៀតហើយអេដម៉ុងសូរ៉ាំងគឺបានធ្វើការសិក្សាស្រាវជ្រាវអំពីវប្បធម៌គ្រួអំបែកនៅតាមទំនាបដងទន្លេមេគង្គចន្លោះពីស្នួលទៅដល់ស្ទឹងត្រែងដែលខ្ញុំនឹងបញ្ចូលហើយក្រៅពីនោះក៏នៅតំបន់អង្គរក៏មានបរិវត្តសាស្ត្រដែរតែមានលោកបៀកណាហ្វីលីបក្រូយេគាត់បានធ្វើរបាយការណ៍ខ្លីៗ
បានប្រទះឃើញបំណែកកុលាភិកស្ថិតនៅក្នុងយុគថ្មរំលីងនៅតាមគ្រឹះប្រាសាទហើយជាក់ស្ដែងគេបានរកឃើញកន្លែងស្លលោហៈនៅបាសីចាំក្រុងប្រាសាទបាសីចាំក្រុងអីលក្ខណៈដែលជាផុសតាងបញ្ជាក់ពីការតាំងទីលំនៅរបស់មនុស្សមុនដែលមានអាណាចក្រអង្គរកាត់ឡើងនៅតំបន់អង្គរដែលជាខ្ញុំចង់ជម្រាបជូនអំពីវប្បធម៌គ្រួបំបែកនៅតាមដងទន្លេមេគង្គដូចខ្ញុំបានជម្រាបពីខាងដើមដោយសារដំបូងខ្ញុំផ្ដោតទៅលើលអាងស្ពានទេប៉ុន្តែដោយសារឃើញធានបទនេះលោកអាយដាមបណ្ឌិតសាស្ត្រសុភាចារលោកបានបន្ថែមពាក្យយុគថ្មចាស់អញ្ចឹងខ្ញុំយករឿងនេះមកបន្ថែមដែលជាដើមកំណើតនៃយុគថ្មនៅបំបែកនៅស្រុកខ្មែរយើងហ្នឹងអញ្ចឹងយើងហៅទីនោះគេហៅថាវប្បធម៌គ្រួបំបែកគេហៅថា Pebble Culture គឺជាពាក្យចេញមកពីប្រទេសប្រើភាសាអង់គ្លេសដែលគេចាត់ទុកជាវប្បធម៌ចាស់ជាងគេក្នុងសម័យវេវត្តសាស្ត្រវប្បធម៌មួយនេះគឺបង្ហាញពីបច្ចេកទេសដោយឡែកតាមរយៈការដំបំបែកដុំគ្រួសដែលមានផ្ទៃរលោងយកចេញពីបាតស្ទឹងឬក៏នៅលើទីកន្លែងណាវាលទំនាបណាដែលជាពីមុនមកជាស្ទឹងជាបឹងហើយក្រោយមកក៏គោកឬដោយសារចលនាផែនដីទៅคล้ายទៅជាបនដែលមានគ្រួសបនអីទីទៀតខ្ញុំបង្ហាញរូបភាពឃើញហើយយកមកបំបែកព្រោះឧបករណ៍ហ្នឹងវាមូលស្រាប់វាងាយស្រាប់វាងាយបំបែកយកមកបំបែកទៅជាឧបករណ៍ខ្លះវាបែកស្រាប់មើលទៅទំនងអាចប្រើប្រាស់បានក៏មនុស្សយកមកច្នៃបន្ថែមបង្កើតទៅជាឧបករណ៍ប្រើប្រាស់ទៅបាទតាមតម្រូវការពីពួកឧបករណ៍វាងាយរកបាទមនុស្សសម័យវេវត្តសាស្ត្របានយកគ្រួសដែលបំបែករួចទៅប្រើប្រាស់តាមតម្រូវការក្នុងជីវភាពប្រចាំថ្ងៃដឹងហើយដូចកាប់បំបែកឆ្អឹងកាប់បំបែកទីលាក់ហើយបន្ទាប់មកគឺដូចយើងប្រើកបិតប្រើអីធ្វើពីលោហៈអញ្ចឹងដែរសម្រាប់កោសសម្រាប់កាត់អីចឹងទៅដំចិត្តឆ្នោតដែរណាហើយវប្បធម៌គ្រួបំបែកនោះក៏គេរកឃើញក្នុងមន្តអាស៊ីអាគ្នេយ៍យើងមានណាចាប់ពីតឹងម៉ាឡេអាស៊ីអាគ្នេយ៍ដីគោកអាស៊ីអាគ្នេយ៍កោះគឺមានទាំងអស់នៅថៃនៅវៀតណាមម៉ាឡេស៊ីនៅឥណ្ឌូនេស៊ីនៅឡាវសុទ្ធតែមានគេថាវប្បធម៌គ្រួបំបែកនឹងយើងហៅទៅប៉ុន្តែគេហៅឈ្មោះផ្សេងគេឲ្យឈ្មោះដូចនៅភូមាគេហៅអានីញ៉ាជាងអីទៅនៅថៃគេហៅសូនញៀងអីចឹងទៅគេតាមឈ្មោះរបស់គេឲ្យឈ្មោះតែយើងហៅជាទូទៅគឺថាវប្បធម៌គ្រួបំបែកហើយដោយឡែកនៅអាហ្វ្រិកខាងត្បូងនៅក្នុងប្រទេសអេត្យូពីអ្នកស្រាវជ្រាវគេបានរកឃើញសំណល់នៃវប្បធម៌គ្រួបំបែកមានអាយុកាលប្រហែលជាជាង3លានឆ្នាំឯណោះគឺប្រើប្រាស់ដោយពួកបុព្វការីជនរបស់យើងហ្នឹងឯងវប្បធម៌នេះបានរីកដុះដាលពេញពិភពលោកចេញពីទ្វីបអាហ្វ្រិកមកទ្វីបអាស៊ីនិងដល់ទ្វីបអឺរ៉ុបបាទអញ្ចឹងនេះគឺជាដោយសារមនុស្សបំលាស់ទីដូចខ្ញុំបានបង្ហាញក្នុងផែនទីខាងមុនអញ្ចឹងកាលបំលាស់ទីទៅនាំយកបច្ចេកទេសនឹងទៅជាមួយមនុស្សអត់ស្ពាយថ្មទៅជាមួយខ្លួនទេតែយកបច្ចេកទេសដែលមាននៅក្នុងខ្លួននឹងទៅជាមួយទៅដល់កន្លែងណារកថ្មកន្លែងហ្នឹងបំបែកទៅប្រើប្រាស់ទៅហើយបំលាស់ទីតទៀតទៅចោលអ្វីដែលខ្លួនធ្លាប់ប្រើហ្នឹងនៅកន្លែងហ្នឹងបែបធ្វើឲ្យគ្រឿងឃើញសល់ជាផុសតាងដល់យើងរាល់ថ្ងៃអ្នកស្រាវជ្រាវហ្នឹងឃើញមានផុសតាងនេះគឺជាអ្នកស្រាវជ្រាវពាក់ទងពីវប្បធម៌គ្រួបំបែកហ្នឹងនៅតាមទន្លេមេគង្គដែលយើងមានស្ថានីយ៍មួយចំនួនដូចឃើញបានទីនេះគឺចាប់ពីស្នួលទៅមាននៅខ្សឹមមាននៅកទួតមាននៅស្រែស្បូវឬស្ថានីយ៍ល្បីមានស្រែរស័យមាននៅឆែបក្រោយមកមាននៅថ្លាបរិវត្តហើយកាលឆ្នាំ90ប្រហែលនេះជាមួយលោកធូចន្ទធួនមានខ្ញុំដែរមានលោកអាយដាមជួយភឿននិងគ្រូអាប្រិចបានទៅដល់កន្លែងស្វាយយូរកឃើញនៅភូមិឡោចខ្ញុំនឹងបង្ហាញរូបភាពដែលជាវប្បធម៌គ្រួបំបែកមាននៅលើទឹកដីស្រុកខ្មែរគឺតាមបណ្ដោយដងទន្លេមេគង្គម្ដងពេលនេះគឺជឿឃើញតែតាមដងទន្លេមេគង្គទេដែលមានសំណល់បែបនេះអញ្ចឹងការថាជឿតាមដងទន្លេមេគង្គចន្លោះទសវត្សរ៍1960 1970ហ្នឹងបានបង្ហាញពីចំណាប់អារម្មណ៍នឹងអំពីទឹកតាងដ៏សំខាន់ដែលពាក់ព័ន្ធជាមួយនឹងសកម្មភាពរបស់មនុស្សសម័យវេវត្តសាស្ត្រដ៏ចំណាស់នោះគឺទីតាំងមួយចំនួនដែលមានឧបករណ៍គ្រួបំបែកនេះឯងទីតាំងទៅនោះស្ថិតនៅចន្លោះស្រុកស្នួលក្នុងខេត្តកញ្ចេះនិងឆែបស្រែរស័យក្នុងខេត្តស្ទឹងត្រែងត្រែងខាងកើតទន្លេមេគង្គក្នុងខេត្តកញ្ចេះហ្នឹងមានស្ថានីយ៍ស្នួលខ្សឹមកទួតស្រែស្បូវក្នុងខេត្តហើយនឹងខេត្តស្ទឹងត្រែងគឺមានដូចខ្ញុំបាននិយាយមិញមានស្រែរស័យមានថ្លាបរិវត្តអីឡាក់នេះគឺជាផែនទីដែលបង្ហាញពីលំអិតទេពីទីតាំងដែលរកឃើញឧបករណ៍គ្រួបំបែកហ្នឹងដែលខាងគេហៅថាមេគង្គដូចពារ៉ាស់ហ្នឹងដែលមានការបោះពុម្ពផ្សាយនៅឆ្នាំ1966ដោយលោកអេដម៉ុងសូរ៉ាំងបាទនេះគឺជាគំនូសបង្ហាញអំពីទីតាំងដែលរកឃើញគ្រួបំបែកបើយើងនេះគេបង្ហាញទៅថា
អ្នកភូកសាសគេគូបង្ហាញអំពីសំណឹកនៃតំបន់ទន្លេមេគង្គអញ្ចឹងពីមុនមកតំបន់ហ្នឹងវាកម្ពស់100 ម៉ែត្របើធៀបជាមួយនីវ៉ូទឹកសមុទ្រទឹកទន្លេយើងបច្ចុប្បន្នក្រោយមកមានសឹករិចរិលមកដល់បន្ទាប់មួយគឺបើយើងធៀបបច្ចុប្បន្នគឺកម្ពស់ប្រហែលជា40 ម៉ែត្រទៅ45 ម៉ែត្រក្នុងរដូវប្រាំងទឹកទន្លេស្រកដោយខ្លះប្រាំងយើងនៅខាងលើយើងឃើញមានដុំគ្រោះណានៅខាងលើអញ្ចឹងមនុស្សពេលនោះប្រហែលជាមកដល់អីយើងទៅរឿងដុំគ្រោះនោះប្រើប្រាស់ទៅណាយើងហៅនៅក្នុងនេះនៅក្នុងកំណត់បង្ហាញនេះគឺគេដាក់ gale ដុំគ្រោះមូល gale នោះគឺសំដៅដុំគ្រោះហើយនេះគឺនៅស្ទាប់នេះឯងតែមានដុំគ្រោះអញ្ចឹងមនុស្សយកស្ទាប់ដុំគ្រោះហ្នឹងយកទៅប្រើប្រាស់ហើយគេរកឃើញដុំគ្រោះគេស្ទាប់ដីគេសិក្សាច្រាំងតាមច្រាំងទន្លេទៅហ្នឹងគឺមានភេទថ្មបាសាល់ដែលកាត់ឡើងស្ទាប់ដំបូងគេនោះតាំងពី Triassic សម័យ dinosaur ប្រហែល100 លានឆ្នាំនោះតបមកមានដីឥដ្ឋមានខ្សាច់មានហូរហាងទៅហើយទាំងអស់ហ្នឹងវាត្រូវសឹករិចរិលអញ្ចឹងសឹករិចរិលដោយសារទឹកភ្លៀងដោយសារទៅដល់ស្ទាប់មួយដែលដុំគ្រោះហ្នឹងលេចចេញមកហើយមនុស្សយកចាប់ផ្ដើមប្រើប្រាស់យកដុំគ្រោះប្រើប្រាស់ជាឧបករណ៍ទៅនៅក្នុងជីវភាពរបស់ខ្លួនទៅហើយទូទៅគឺអញ្ចឹងឯងនៅប្រទេសផ្សេងគឺថាខ្លះគេរកនៅតាមមាត់ស្ទឹងដែលវាអត់មានជាផ្ទះរ៉ាស់អីចឹងគេតាមមាត់ស្ទឹងមាត់បឹងអីដែលខ្លះគូដោតឡើងដោយពំនឿនថ្នត់คล้ายទៅជាខ្ពង់រាបคล้ายទៅជាអីទៅអាគ្រោះហ្នឹងវានៅសឹករិចរិលភ្លៀងកម្មភាពធម្មជាតិមនុស្សទៅធ្វើឲ្យដុំគ្រោះលិចមកនៅលើគោកដែលយើងអាចមើលឃើញនៅភ្នែកបាទនេះជាឧបករណ៍គ្រូបំបែកដែលលោកសូរ៉ាំងគាត់បានប្រទះឃើញនៅតាមតំបន់មួយចំនួនផ្សេងទៅស្រែស្បូវហ្នឹងឧបករណ៍មួយចំនួនធ្វើពីគ្រួសធ្វើពីខ្វាតដែលជាប្រភេទខ្វាតខ្លះធ្វើពី fossil ឈើយើងដឹងថា fossil ឈើដើមឈើថ្មីនេះមានក្រុមស្រាវជ្រាវដោយលោកលឹមវ៉ាន់ចាន់ក៏ជាអតីតនិស្សិតបុរាណជាដែរលោកបានស្រាវជ្រាវអំពី fossil នឹងឃើញច្រើនណាស់យើងរហូតដល់ឃើញ fossil dinosaur នៅកោះកុង fossil ត្រីនៅខេត្តបន្ទាយមានជ័យ fossil ឈើនៅស្ទឹងត្រែងនៅអីឡាក់អញ្ចឹង fossil ឈើហ្នឹងវាបាក់វាបែកទៅคล้ายទៅជាដុំតូចដុំមួយចំនួនវាអំណោយផលសម្រាប់មនុស្សយកមកបង្កើតទៅជាឧបករណ៍ប្រើប្រាស់យើងឃើញគេហៅពួកខ្លាចហៅ chopper chopping tool ណាអាចជាបថៅថ្មអាចជាញញួរថ្មអីឡាក់ប្រើទៅតាមតម្រូវការនេះខ្ញុំគាត់ឧទាហរណ៍ដូចគ្នាទេជាឧបករណ៍ដែលខាងបារាំងគេបានស្រាវជ្រាវប្រមូលប៉ុន្តែរបស់នេះអត់មាននៅស្រុកខ្មែរទេយើងក៏ដឹងថានៅណារាល់ថ្ងៃប្រំទីជាតិក៏មិនដឹងឬនៅណាក៏មិនដឹងនៅហាណូយក៏មិនដឹងនៅហូជីមិញក៏មិនដឹងឬក៏នៅស្រុកបារាំងក៏មិនដឹងណាខាងបារាំងគេប្រមូលទៅនឹងយើងបាត់ព័ត៌មានមិនដឹងថានៅឯណាទេសប្តាហ៍នេះយើងឃើញតែរូបថតនៅក្នុងសភៅការបោះពុម្ពផ្សាយប៉ុណ្ណោះក្រោយពីលោកសូរ៉ាំងក្រោយពីលោកកាបូណែលទៅគឺលោកគ្រូម៉ូរ៉ារ៉ូឡុងម៉ូរ៉ាដែលគាត់ជាអតីតសាស្ត្រាចារ្យបង្រៀននៅមហាវិទ្យាល័យបុរាណវិទ្យាដែរក្នុងទសវត្សរ៍1960ហើយលោកបានចុះទៅសិក្សាស្រាវជ្រាវប្រមូលដុំគ្រោះបំបែកនេះគាត់នៅថ្លាបរិវត្តនៅក្នុងខេត្តស្ទឹងត្រែងនិងនៅស្រែស្បូវដល់ថ្ងៃរក្សាទុកនៅស្រាំទីជាតិរបស់យើងណាយើងត្រូវឃើញដោយសារគាត់នៅរស់អញ្ចឹងកាលនោះគាត់ដូចអត់យកទៅទេព្រោះគាត់ទី1សម័យនេះរូបថតគាត់នៅឆ្នាំ2016ដែលគាត់មកលេងស្រុកខ្មែរកាលនោះគឺថាគាត់អត់យកទៅទេគាត់បកគលឲ្យស្រាំទីអញ្ចឹងយើងបានសិក្សាស្រាវជ្រាវជួបគាត់សួរនាំគាត់ថារបស់ហ្នឹងគាត់ទុកស្រាំទីយើងក៏បានតំណងទៅរកឃើញរបស់ហ្នឹងអញ្ចឹងនេះជាឧបករណ៍គ្រូបំបែកដែលប្រមូលដោយលោករ៉ូឡុងម៉ូរ៉េហើយយើងមើលឃើញថាបើយើងអត់ជំនាញយើងថាមើលទៅមិនដឹងថាជាឧបករណ៍ប៉ុន្តែឧបករណ៍នេះគាត់ជាអ្នករើសដោយផ្ទាល់ហើយក្នុងចំណោមឧបករណ៍ដុំគ្រោះរាប់រយរាប់ពាន់នៅលើផ្ទៃដីគាត់ជ្រើសរើសយកមកមិនមែនជារឿងចៃដន្យទេមានគាត់មានបទពិសោធន៍ហើយយកមកសិក្សាច្បាស់លាស់បានដឹងថានឹងជាស្នាដៃរបស់មនុស្សបំបែកវាមានផ្នែកខ្លះបែកដោយធម្មជាតិប៉ុន្តែផ្នែកខ្លះនោះមនុស្សច្នៃបន្ថែមដើម្បីឲ្យទៅជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃនឹងគឺគាត់បានប្រមូលយកមកក៏តែអត់បានបោះពុម្ពផ្សាយទេរហូតមកដល់ថ្មីនេះមានលោកឧបេវរិជាដែលខ្ញុំបានតាក់ទងធ្វើការជាមួយគាត់ដែលយើងចាប់ដើមធ្វើកំណាយនៅអង្គស្ពាននេះគឺគាត់បានចាប់អារម្មណ៍ធ្វើការសិក្សាឡើងវិញអំពីគ្រូបំបែកដែលលោករ៉ូឡុងម៉ូរ៉ាប្រមូលមកពីថ្លាបរិវត្តមកពីស្រែស្បូវហ្នឹងសិក្សាឡើងវិញគូហើយនឹងសភាវិភាគឡើងវិញបានបោះពុម្ពជាអត្ថបទអញ្ចឹងនៅក្នុងនេះខ្ញុំនឹងមានអត្ថបទដែលខ្ញុំនឹងអាចចែកជូនឬក៏អាចនៅក្នុង download អាចនៅក្នុង Facebook អាចបានគាត់សិក្សាឡើងវិញហើយខ្ញុំក៏បានចុះទៅផ្ទាល់នេះគឺស្រែស្បូវកាលនោះគេនៅមិនទាន់ធ្វើផ្លូវទៅស៊ូទេ
dân thì nơi vườn chụp chai dân dương chọc phải sắp tới là bay là bàn lục chăn thốn quạt nè dọc cái che quạt đằng à chân dùng bàn chọc đo tì tàng nâng hay dương nít cứ chỉ lục bé quạt bàn sạc xa làng vinh bị phía làng vinh từ lứa cô đã lục rồi lòng mà ra vô một vì thành đi phải sắp tới vì thằng một vát mà để sao tốt được sẵn thì triệt hai nó chỉ dục thua chả bao nhiêu nữa hai bà នេះគឺជាឧបករណ៍ដែលសិក្សាដោយអានេះគឺយើងរកឃើញគ្រោះនេះជាដុំគ្រោះដែលខ្ញុំបានរកឃើញពេលចុះទៅឆ្នាំ 2012 នៅថ្លាបូរវត្តនៅក្បែរនឹងគល់ស្ពានឆ្លងទន្លេស្ទឹងត្រែងទៅខាងខេត្តព្រះវិហារហើយនេះរូបមួយនេះគឺរកឃើញដោយកាលហ្នឹងគឺមានលោកធួយ៉ាងធួនដែរគឺនៅភូមិឡយនេះគឺធ្វើពីហ្វូស៊ីលឈើ ដែលជាឧបករណ៍ថ្មមួយដែរកាលហ្នឹងពួកយើងខ្ញុំចុះទៅកម្មសិក្សាជាមួយខាងឡម៉ង់នៅឆ្នាំ 1996 ដែលដឹកនាំដោយឯកឧត្តមជួយភឿនហើយនឹងលោកកើតអាល់ហ្វ្រេចអញ្ចឹងគឺយើងបានរកឃើញឧបករណ៍ថ្មីថ្មីបន្ថែមទៀតក្រៅពីលោករ៉ូឡង់ម៉ូរ៉េគាត់បានរកឃើញនេះគំនូរនេះគឺគូដោយលោករ៉ូឡង់អូប៊ែហ្វេរជានៅឆ្នាំដែលបានបោះពុម្ពផ្សាយនៅក្នុងអត្ថបទនៅក្នុងទស្សនាវដ្តីនេះមួយឬក៏ព្រឹត្តិបត្តិអន្តរជាតិនេះ ហៅគុំរងដោយប៉ាដូវលគឺ new evidence of old stone tool from the Mekong Terrace Cambodia ជាងឯកសារនេះអាចរកអានបាននៅក្នុងអ៊ីនធឺណិតហើយបើសិននេះទេខ្ញុំនឹងចែកជូនផ្ញើជូនទៅតាម Telegram របស់លោកបណ្ឌិតសូត្រពិសិដ្ឋដើម្បីលោកអាចចែកចាយបន្តទៅដល់លោកគ្រូអ្នកគ្រូដែលចាប់អារម្មណ៍ចង់អានពីអត្ថបទនេះបន្ថែមបានស៊ីជម្រៅបាទ នេះគឺជាអត្តដុំគ្រោះដែលខ្ញុំបានជំរាបមិញអញ្ចឹងនេះគឺយើងមើលឃើញនៅរូបភាពនេះគឺគ្រោះតែតែគ្រោះអញ្ចឹងច្រើនណាស់នៅចាប់ពីចន្លោះមេស្នួលទៅដល់ស្ទឹងត្រែងហ្នឹងស្ដុំគ្រោះអញ្ចឹងគ្រោះខ្លះវាជាកាត់ជាគ្រោះធម្មជាតិប៉ុន្តែគ្រោះខ្លះគឺស្នាដៃមនុស្សហ្មងបំបែកហើយរូបភាពដូចខាងលើនេះគឺលោកអូប៊ែហ្វរេសឺគាត់បានបោះពុម្ពមួយទៀតនៅឆ្នាំ 2022 ដែលនិយាយតាក់ទងជាមួយនឹងចិនជាមួយនឹងប្រទេស នៅក្នុងតំបន់អាស៊ីទាំងមូលតែម្ដងគឺគេរកឃើញបបធរគ្រូបំបែកហ្នឹងហើយប្រហែលជាចិនហ្នឹងអាចចាស់ជាងអ្វីដែលគេគិតពីមុនមកផងបបធរគ្រូបំបែកនេះដោយឡែកថ្មខាងក្រោម3ដុំនេះគឺជាការរកឃើញថ្មីកាលពីឆ្នាំ 2015 នេះពេក25នេះទេមិនទាន់មានការសិក្សាលម្អិតទេគឺក្រមបារាំងដែលមានអូប៊ែហ្វេរជាគឺក្រមបេសកកម្មស្រាវជ្រាវបរិវត្តសាស្ត្រកម្ពុជាបារាំងគឺយើងបានចុះទៅតាមស្ថានីយ៍ដែលបានរៀបរាប់ខាងលើហ្នឹង រឿងបានរកឃើញឧបករណ៍ថ្មីថ្មីបន្ថែម 3 4 ដុំនេះអានេះគឺឧបករណ៍ធ្វើពីថ្មភក់នេះគឺច្បាស់ណាស់គឺថាជាឧបករណ៍ស្ថិតនៅក្នុងយុគថ្មបំបែកហើយខាងបារាំងកំពុងតែសិក្សារឿងនេះឲ្យបានស៊ីជម្រៅគេនឹងចុះមកម្ដងទៀតដើម្បីសហការជាមួយខាងយើងដើម្បីចុះទៅទីតាំងសិក្សារឿងនេះឲ្យបានកាន់តែទូលំទូលាយអញ្ចឹងនេះជាលទ្ធផលនៃកិច្ចការស្រាវជ្រាវពាក់ព័ន្ធយុគថ្មចាស់នៅ តាមដងទន្លេមេគង្គរបស់យើងបានមកដល់ពេលនេះខ្ញុំចូលទៅដល់ស្ថានីយ៍លអាងស្ពានប៉ុន្តែមុននឹងដល់ស្ថានីយ៍លអាងស្ពានខ្ញុំចង់បង្ហាញអំពីទីតាំងសំខាន់តាក់ទងនឹងតំបន់ដែលមានភ្នំថ្មកបោពួកហេតុអីដែលថាមានភ្នំថ្មកបោបានមានលអាងពីព្រោះថ្មកបោវាទទួលសំណឹកពីទឹកភ្លៀងខណៈមានលអាងខ្លះគឺមានមនុស្សរស់នៅជាជំរក មនុស្សរស់នៅអញ្ចឹងតំបន់ដែលមានភ្នំថ្មកបោនៅស្រុកខ្មែរយើងមានកន្លែងផ្សេងធំប៉ុន្តែយកទៅធំ3ទេទីមួយនៅកពតយើងដឹងអស់គ្នាហើយចន្លោះពីទូកមាសទៅដល់កែបដល់កំពង់ត្រាចនេះស្ទើរតំបន់ភ្នំថ្មកបោហើយនៅនឹងកាលពីឆ្នាំ 2000 ជាងឬក៏ 1998 នេះខ្ញុំមិនភ្លេចខាងខ្ញុំភ្លេចគូហ៊ីវិទូលហ្មងគេបានចុះទៅស្រាវជ្រាវ រកលអាងនៅតំបន់ខេត្តកពតហ្នឹងគឺរកឃើញ 36 លអាងនៅក្នុងលអាង 36 ហ្នឹងលអាងមួយចំនួនយើងដឹងថាមានផោះតាងដែលមានមនុស្សរស់នៅដូចខ្ញុំបានបញ្ជាក់ពីខាងដើមគឺដូចជានៅក្បាលរមាសនៅភ្នំលអាងហើយក្រៅពីហ្នឹងលអាងផ្សេងទៀតមានប្រាសាទនៅក្នុងហ្នឹងយើងដឹងប្រាសាទភ្នំឈ្ងោកភ្នំទទងណាប្រាសាទភ្នំខ្យងលាក់សុទ្ធតែមានប្រាសាទនៅក្នុងដែលមានបន្តមនុស្សរស់នៅត នៅបាត់ដំបងក៏អញ្ចឹងដែរនៅឆ្នាំ 2000 ជាងគូហ៊ីវទូលម៉ង់តើគេបានចុះទៅរកលអាងនៅតាមភ្នំថ្មកបោហ្នឹងរកឃើញបានមាន 66 លអាង
តែក្នុងមានលាងស្ពានក្នុង66លាងនេះមានលាងមួយចំនួនមានផោះតាងបច្ចៈពីការរស់នៅរបស់មនុស្សគេបានរកឃើញថ្មគេបានរកឃើញឆ្អឹងសត្វគេបានរកឃើញបំណែកកលាភាជប៉ុន្តែអ្វីដែលយើងអត់ទាន់បានស្រាវជ្រាវស៊ីជម្រៅគឺនៅឡើយភាសាតំបន់នេះយើងដឹងហើយថាវានៅមានបន្សល់ទុកនៅយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះច្រើនមានគ្រាប់ដោយសារជាតំបន់សមរភូមិហើយអញ្ចឹងទេការរកពួកខ្ញុំចុះទៅក្រោយនេះក៏ជួបប្រទះរឿងយុទ្ធភ័ណ្ឌផ្សំទុះនឹងច្រើនដែរអញ្ចឹងទេក៏មិនទាន់ហ៊ានឲ្យមានការស្រាវជ្រាវអីក្រៅពីលាងស្ពានដែលយើងមានការអ្នកទំនងជាមួយអាជ្ញាធរធ្វើការដោះមីនសម្អាតមីនអីចឹងទៅបានយើងចូលទៅស្រាវជ្រាវកើតតំបន់ទី3គឺនៅចន្លោះស្ទឹងត្រែងនិងខេត្តព្រះវិហារជាតំបន់ភ្នំថ្មកបោដែរតែយើងជឿថាមានលាងប៉ុន្តែខាងខ្ញុំក៏ដូចជាខាងបរទេសមិនទាន់មានអ្នកណាទៅដល់ធ្វើការស្រាវជ្រាវនៅឡើយទេប៉ុន្តែទីតាំងអស់នោះពីមុនជាព្រៃឥឡូវនោះដូចជាអ្នកស្រុកឆ្កាធ្វើចំការធ្វើអីហើយខ្ញុំក៏ជឿគិតថារកពេលណាមួយចុះទៅប៉ុន្តែកាលពីប្រហែលឆ្នាំមុនប្រហែលជាអាយដាមរំទាវអលោកស្រីបានដឹងថានៅតំបន់ហ្នឹងគេបានរកឃើញពុទ្ធរូបប្រហែលជា60អង្គធ្វើពីសម្រិតនៅក្នុងលាងមួយឈ្មោះលាងកងោកដែលកើតចេញពីការយល់សពអីចឹងទៅយកដាក់ក្នុងលាងហ្នឹងទៅហើយខ្ញុំធ្លាប់បានទៅដល់លាងហ្នឹងប៉ុន្តែមិនបានឡើងទេលាងហ្នឹងអញ្ចឹងយើងសង្ឃឹមថានៅតំបន់ទី3នេះប្រហែលជាអាចនឹងមានភស្តុតាងអំពីមនុស្សសម័យបុរាណរស់នៅតាមលាងមួយចំនួនណានោះបើសិនបើយើងធ្វើការសិក្សាស្រាវជ្រាវនៅពេលអនាគតអានេះខ្ញុំបង្ហាញពីយើងចូលមកដល់ស្ថានីយ៍លាងស្ពានខ្ញុំជឿថាអាយដាមលោកស្រីបងប្អូនសិទ្ធបានស្គាល់ហើយឮហើយគឺថាលាងស្ពាននេះល្បីល្បាញគឺស្ថិតនៅក្នុងលើភ្នំតាក់ត្រាំងដែលឈ្មោះហ្នឹងគឺមានចម្ងាយពីខេត្តបាត់ដំបងប្រហែលជា40គីឡូម៉ែត្រទេបើយើងធ្វើដំណើរចេញពីបាត់ដំបងឆ្ពោះទៅប៉ៃលិនគឺនៅប្រហែលជា7-8គីឡូពីទីប្រជុំជនស្ដៅហើយយើងបត់ចូលទៅក្នុងប្រហែលជាពី3គីឡូតាមផ្លូវលំទៅយើងទៅដល់ភ្នំមួយតូចនេះគឺជារូបភាពភ្នំតាក់ត្រាំងដែលខ្ញុំបង្ហាញនេះដែលមានបណ្ដោយប្រហែលជា500ម៉ែត្រទៅទឹងផ្នែកខាងធំនេះប្រហែលជា300ម៉ែត្រអញ្ចឹងមើលទៅរៀងដូចពងក្រពើអញ្ចឹងភ្នំហ្នឹងហើយនៅភ្នំហ្នឹងមានលាងដល់រហូតដល់13លាងដែលពេលខាងខ្ញុំចុះទៅធ្វើកំណាយហ្នឹងយើងធ្វើពាក្យថាយើង survey យើងចុះមើលមកជុំវិញភ្នំមានលាងអីផ្សេងក្រៅពីលាងស្ពានអត់យើងមានរកឃើញលាងរហូតដល់13រួមទាំងលាងស្ពានហ្នឹងហើយអញ្ចឹងក្នុងចំណោមលាងទាំង13ហ្នឹងគឺមានភស្តុតាងមនុស្សរស់នៅទាំងអស់ជាដុំថ្មដែលជាប្រភេទថ្មបំបែកដូចឃើញរូបភាពនេះគឺឧបករណ៍ថ្មបំបែកដែលធ្វើពាក្យបច្ចេកទេសមួយគេហៅថាហាវប៊ីញៀនទីទៀតខ្ញុំនឹងចូលទៅដល់ឧបករណ៍ហ្នឹងហើយលាងដែលយើងឧបករណ៍ឃើញនេះគឺក្នុងលាងទី12ដែលយើងអំបងលេខគេហៅថាសម្បុកបុរីដែលមានគេសេលើជាងលាងហ្នឹងប្រហែលជាលាងមួយចំនួនគឺប្រើប្រាស់ជាកន្លែងសមាធិរបស់សង្ឃរបស់យើងថាអ្នកទុដងសមាធិអីចឹងទៅហើយពាក្យតលាងស្ពានគឺថាយើងឃើញហើយរូបដោយសារថ្មកបោដែលវាបាក់ធ្លាក់អញ្ចឹងទៅវាមានសល់ដូចស្ពានអញ្ចឹងក៏ហៅលាងស្ពានប៉ុន្តែមិនមែនលោករ៉ូឡុងម៉ូរ៉េដែលជាអ្នកទៅដល់មុនគេនោះជាអ្នកឲ្យឈ្មោះទេគឺអ្នកស្រុកគេហៅលាងស្ពាននោះមុនហើយអ្នកស្រុកគេដឹងកន្លែងហ្នឹងមុនហើយគ្រាន់តែថាអ្នកស្រាវជ្រាវទៅដល់ទីហ្នឹងបានដឹងថាកន្លែងហ្នឹងវាមានអីហើយអ្នកស្រុកគេដឹងកន្លែងហ្នឹងពួកគេរស់នៅហ្នឹងគេចេញចូលក្រៅពីភ្នំតាក់ត្រាំងនៅជុំវិញទាំងអស់នេះសិតតែមានភ្នំហូកបោដូចជាខាងលិចនេះមានភ្នំសភ្នំអីលាក់ភ្នំវាយចាបភ្នំអីសិតតែមានលាងដែលខ្ញុំបានទៅដល់មួយចំនួនហើយបានរកឃើញមានភស្តុតាងនៃការតាំងទីលំនៅរបស់មនុស្សពិសេសរកឃើញដុំថ្មពពួកហាប៊ីញៀននេះប៉ុន្តែយើងមិនទាន់មានលទ្ធភាពធ្វើការស្រាវជ្រាវលម្អិតទេដូចខ្ញុំបានបញ្ជាក់មានន័យថាវានៅក្នុងស្ថានភាពប្រឈមបញ្ហាយុទ្ធភ័ណ្ឌផ្ទុះអីជាច្រើនពេកបិទតែដីស្រែដីកាមចំនួនគឺជាចការហើយប៉ុន្តែយើងធ្លាប់ឮបណ្ដាញព័ត៌មានធ្លាប់ផ្ទុះធ្លាប់អីនៅតែមានជាហូរហែនៅតំបន់ហ្នឹងដោយសារសង្គ្រាមក្រោយខ្មែរក្រហមដួលទៅនេះតំបន់ហ្នឹងជាតំបន់សមរភូមិប្រយុទ្ធក្តៅកគុកហើយបាទអញ្ចឹងវានៅសល់ច្រើនណាស់បាទអញ្ចឹងនេះជាលាងស្ពានដែលខ្ញុំចង់នឹងជម្រាបជូនមែនតើទៅរ៉ូឡុងម៉ូរ៉េគាត់បានចុះទៅស្រាវជ្រាវនៅតំបន់ភ្នំហូកបោហ្នឹងគាត់សិក្សាធម្មតាអ្នកស្រាវជ្រាវមុននឹងគេចុះទៅស្រាវជ្រាវគឺគេត្រូវការមើលផែនទីភូមិសាស្ត្រហើយផែនទីភូមិសាស្ត្រតើ
តំបន់ណាដែលមានភ្នំហូកបោពួកគឺគិតថាភ្នំហូកបោវាកើតតាំងពីប្រហែលជា300លានឆ្នាំមុនណាកើតតាំងពីសម័យព្រះញៀងគេហៅព្រះញៀង300លានឆ្នាំមុនអញ្ចឹង300លានឆ្នាំមុនវាមានសំណឹកកើតទៅជាលអាងអញ្ចឹងគាត់បានចុះទៅភ្នំសំពៅគាត់បានទៅរុករកនៅភ្នំសំពៅយើងឃើញមានលអាងច្រើនហ្នឹងថ្ងៃប៉ុន្តែលអាងមួយចំនួនដែលលោកមូរ៉េគាត់បានទៅដល់ភ្នំសំពៅហ្នឹងត្រូវបានខូចខាតអស់ហើយដោយសារមានសកម្មភាពលោកយាយជីតាជីគាត់ទៅកាយទៅអីទៅគាត់ធ្វើសមាធិធ្វើអីក៏តាក់ធွာយក្នុងទៅអញ្ចឹងបានយើងឃើញមានបទចម្រៀងលអាងបាច់ផ្កាមរះព្រៅណាភ្នំលអាងឯនៅបាត់ដំបងថ្ងៃមានលអាងធំមួយភ្នំសំពៅដែលពជារាប់លានចេញរាល់ថ្ងៃហ្នឹងទៅជាតំបន់តាក់ទាញទេសចរមួយដែរតែហ្នឹងមានភ្នំក្តោងមានអីលាក់នៅជុំវិញហ្នឹងប៉ុន្តែគាត់ទៅដល់ហ្នឹងអត់បានរកឃើញទេដោយសារគាត់បានបញ្ជាក់ដែរថាស្ទាប់ដីនៅក្នុងលអាងដែលគាត់បានទៅដល់ខូចខាតអស់ហើយមានន័យថាគេកកោកកាយហើយអញ្ចឹងរបស់របរមិនដឹងទៅដល់ណាគេចាក់ដីបន្ថែមពីលើគេរៀបឥដ្ឋគេចាក់បេតុងជាកន្លែងគង់ជាកន្លែងអីបោះចាស់អីទាំងអស់ទៅហើយអញ្ចឹងគាត់បន្តដំណើរទៀតមានន័យថានៅក្នុងឆ្នាំ1065ដដែលហ្នឹងគឺចៅហ្វាយខេត្តបាត់ដំបងបានប្រាប់គាត់ថាមានភ្នំមួយឈ្មោះភ្នំតាក់ត្រាំងហើយទីនោះក៏មានលអាងអញ្ចឹងក៏ចៅហ្វាយខេត្តហ្នឹងអានេះខ្ញុំនិយាយនេះគឺតាមអ្វីដែលលោកមូរ៉េគាត់បានប្រាប់ចៅហ្វាយខេត្តហ្នឹងបានចាត់ឲ្យមន្ត្រីមកបរោះម្នាក់ជូនគាត់ទៅកាន់ទីនោះអញ្ចឹងយើងដឹងផ្លូវកាំងណុងចេញពីបាត់ដំបងឥឡូវជាប្រហែលជាកន្លះម៉ោងផ្លូវស្រួលប៉ុនពីមុនខ្ញុំមួយលោកធ្វើយ៉ាងធួនធ្លាប់ទៅកាលនោះជាមួយអាល់ប្រិចជាមួយខាងអាយដាមជួយភឿនឆ្នាំ9ជាងគឺថាទៅលអាងស្ពាននេះដើរទៅតាមដានជើងប៉ូលីសហើយនឹង PM ឯងពួកខ្លាច់មីនអញ្ចឹងដើរតាមដានជើងគេហើយគេនាំផ្លូវឡើងទៅគឺប្រយ័ត្នប្រយែងមែនទែនអញ្ចឹងគាត់ទៅដល់មធ្យោបាយណាគាត់មានឡានមួយកាលហ្នឹងលោកមូរ៉េអញ្ចឹងគាត់បានទៅដល់ទីនោះនៅទៅដល់អាងស្ពានអញ្ចឹងនៅថ្ងៃទី28ខែកក្កដាគាត់រួមជាមួយនឹងបរិះនោះបានធ្វើដំណើរតាមយន្តទៅកាន់ភ្នំតាក់ត្រាំងហ្នឹងក្នុងថ្ងៃដដែលហ្នឹងគាត់បានធ្វើកំណែសាកល្បងនៅកណ្ដាលអាងនៃលអាងតែម្ដងព្រោះអីដោយសារគាត់បានប្រទះឃើញឧបករណ៍ថ្មស៊ីលិចនឹងស្ទាប់នៅក្នុងស្ទាប់ដីពណ៌ខ្មៅអញ្ចឹងនៅកណ្ដាលរូបដែលវងមូលនេះគឺបរិះដែលអ្នកជូនគាត់ទៅហើយដើមឈើនេះពួកខ្ញុំកំណាយនៅទេទឹមរលំពុកបាត់ប្រហែលជា 2-3 ឆ្នាំមុនឥឡូវអស់ហើយដើមវល្លិហ្នឹងបាត់ហើយប៉ុន្តែទួលអីនៅកណ្ដាលតែបាទនេះគឺលោកមូរ៉េគាត់តាមទៅដល់នៅកណ្ដាលអាងហ្នឹងគាត់បានប្រទះឃើញពីពោះទៅដល់ដុំថ្មដែលជាស្នាដៃរបស់មនុស្សវានៅលើផ្ទៃដីហ្នឹងណាគាត់ធ្វើគេហៅថា surface collection ដើម្បីយកផុសតាំងឲ្យដើម្បីកុំឲ្យខាតពេលក៏គាត់ធ្វើកំណាយសាកល្បងទៅអញ្ចឹងនេះជារូបភាពខ្លះៗដែលខ្ញុំចង់បង្ហាញគឺគាត់ចាប់ផ្ដើមស្រាវជ្រាវពីលអាងស្ពានហ្នឹងនៅឆ្នាំ1965គឺកំណាយជាហោហែមកហើយគាត់មានយកនិស្សិតពីមហាវិទ្យាល័យបុរាណវិទ្យាចំនួននោះទៅចូលរួមធ្វើកំណាយជាមួយគាត់ដែលជាការបណ្ដុះបណ្ដាលនេះជាការបណ្ដុះបណ្ដាលបន្តវេនដែលដូចអាយដាមបណ្ឌិតពីចៅលោកបានមានប្រសាសន៍មុននេះគឺថាទី2ដែលយើងផ្ទេរអាយដាមបានផ្ទេរចំណេះដឹងទៅដល់អ្នកក្រោយពួកខ្ញុំលោកធ្វើយ៉ាងធួនអីឡាក់ទីផ្ទេរទៅអ្នកក្រោយបន្តទៀតហើយពួកខ្ញុំដែលរៀនពីបុរេវត្តសាស្ត្រនេះក៏តាមរយៈអាយដាមជួយភឿនដែលលោកសពថ្ងៃលោកចូលនិវត្តន៍លោកជារដ្ឋលេខាធិការជាអនុរដ្ឋលេខាធិការលោកជាព្រឹទ្ធបរិះមហាវិទ្យាល័យបុរាណវិទ្យាលោកជាអ្នកដូចផ្ដើមក្នុងការឈ្មោះឈ្មោលក្នុងការបន្តបណ្ដានិស្សិតទៅលើវិស័យបុរាណវិទ្យានេះផ្សេងវិស័យបុរេប្រវត្តិសាស្ត្រខ្មែរនេះតែម្ដងអញ្ចឹងពួកខ្ញុំក៏ចាប់ផ្ដើមផ្ទេរបណ្ដាទៅឲ្យនិស្សិតជំនាន់ក្រោយដែរអាហ្នឹងវាជារឿងធម្មជាតិដែលយើងត្រូវតែមិនអាចយកទៅតាមខ្លួនអស់ទេគឺថាយើងចែករំលែកដើម្បីឲ្យមានអ្នកបន្តវេនធ្វើកិច្ចការស្រាវជ្រាវពីព្រោះកិច្ចការនេះនៅវែងឆ្ងាយណាស់អ្វីដែលយើងឃើញនេះអាចមកផ្នែកណាតូចទេអញ្ចឹងយើងនឹងរកឃើញស្អីថ្មីនាពេលអនាគតបន្តទៀតគួបផ្សំជាមួយនឹងបច្ចេកវិទ្យាបច្ចុប្បន្នកាន់តែទំនើបបន្ថែមបាទនេះគឺជារូបភាពកំណាយរបស់គាត់ដដែលគឺនៅពេលហ្នឹងគឺឆ្នាំ1968គឺថាមាននិស្សិតចូលរួមហើយតែប៉ុណ្្នឹងមានមិត្តភ័ក្តិរបស់គាត់ជាគ្រូដែលបារាំងហ្នឹងស្រុករាំងមានរដ្ឋទូតខាងអូស្ត្រាលីគេបានទស្សនកិច្ចហើយការដែលទៅទស្សនកិច្ចនេះជាមិនរឿងចម្លែកទេពេលដែលពួកខ្ញុំធ្វើកំណាយក្រោយនេះគឺថាអ្នកទៅនឹងមិនដែលដាច់ទេពីព្រោះជាស្ថានីយ៍មួយល្បីមិនដែលបានទៅដល់ដោយសារបញ្ហាសន្តិសុខដល់ពេលមានធ្វើកំណាយចង់ទៅឃើញធ្លាប់ទៅឃើញក្នុងឯកសារក្នុងសភៅ
ប្រវត្តិសាស្ត្រប្រវត្តិអីតាំងពីថ្នាក់ទីប្រមាណមកខ្ញុំមិនចាំទេមានអញ្ចឹងចង់ទៅឃើញចាក់ស្ដែងអញ្ចឹងជាហោហែភ្ញៀវបរទេសភ្ញៀវខ្មែរទៅអត់ដាច់បាទអញ្ចឹងយើងឃើញនៅក្នុងនេះកំណាយនៅផ្នែកកណ្ដាលនៃលាអាងហើយកម្ពុជាម៉ូរ៉េកាលនោះគាត់យកកូនគាត់ទៅយើងគួរគិតដែរថាគាត់កូនគាត់ទៅអាយុ4 ឆ្នាំទេហើយមួយទៀតទាំង2 ខែគាត់ដិតយកទៅធ្វើកំណាយទៅនៅក្នុងលាអាងអាព្រោះតែស្រឡាញ់ព្រោះតែការងារស្រាវជ្រាវមានថាលះបង់គ្រប់បែបយ៉ាងហើយគាត់សង់ខ្ទោមួយនៅជើងភ្នំតាក់ត្រាំងនឹងដើម្បីពេលគាត់ទៅនៅហើយយើងដឹងសម័យនោះទឹកភ្លើងអីមានដូចឥឡូវណាអត់ទាន់មានទេហើយបញ្ហាសន្តិសុខអីហ្នឹងប៉ុន្តែសម័យនោះដូចជាមិនអីសន្តិសុខប៉ុន្តែលើបញ្ហាសត្វព្រៃគាត់ធ្លាប់និយាយគាត់ធ្លាប់ឃើញប្រទេសដើមជើងខ្លាដើមជើងអីពេលគាត់ចុះពីភ្នំមកអីចឹងទៅជាតំបន់ព្រៃទីទៀតខ្ញុំបង្ហាញព្រោះតំបន់ហ្នឹងសម្បូរសត្វអញ្ចឹងហើយបានយើងធ្វើកំណែយើងឃើញឆ្អឹងសត្វច្រើនណាស់ដែលជាអាហាររបស់មនុស្សនេះតើទេគឺឆ្នាំការធ្វើកំណែហ្នឹងវាចែកជាបច្ចេកទេសមានន័យថាវាធ្វើកំណែហើយគឺយើងត្រូវលាងសម្អាតវត្ថុដែលធ្វើកំណែហ្នឹងនៅលើភ្នំហ្នឹងនិងលអាងហ្នឹងបងលេខលើវត្ថុមួយកុំឲ្យច្រឡំនេះជាបច្ចេកទេសនៃការធ្វើកំណែលម្អិតដែលខ្ញុំមិននិយាយនៅទីនេះទេហើយការបងលេខបងអីនេះគឺយើងធ្វើម្ដងទៅថ្ងៃហ្នឹងមានកាតផងមានបញ្ជីសារពើភ័ណ្ឌផងមានប្លង់ផងអញ្ចឹងវត្ថុមួយគឺថាមានអត្តសញ្ញាណរបស់គាត់បើវត្ថុមួយបាត់អត្តសញ្ញាណវត្ថុនោះអត់មានតម្លៃទេតម្លៃគឺនៅលើព័ត៌មានដែលតើយើងយកវត្ថុនោះចេញពីក្នុងដីមកយកពីស្ទាប់ណារណ្ដៅទីប្រមាណវត្ថុស្អីខ្លះនៅក្បែរហ្នឹងអាទាំងអស់នោះហើយជាព័ត៌មានដែលអាចឲ្យយើងយល់បានអំពីការរស់នៅរបស់មនុស្សសម័យប្រវត្តិសាស្ត្រពីបច្ចេកទេសនៃការផលិតឧបករណ៍ប្រើប្រាស់ឡាក់បើបាត់ព័ត៌មានអត់មានន័យទាំងអស់វត្ថុហ្នឹងស្មើថាដុំថ្មទៅទេដុំថ្មទៅទេបាទអញ្ចឹងជាការធ្វើកំណែដែលដោយលោករលំមរាអញ្ចឹងគាត់កំណែបន្តរហូតដល់ឆ្នាំ1970យើងដឹងថា70 75ចាប់ដើមមានសង្គ្រាមអញ្ចឹងទេរឿងអស់នេះមកកំណែគាត់មួយឆ្នាំគាត់កំណែ2 ដងទៅណាមួយចំណេញពីម្ដងមួយអាទិត្យអញ្ចឹងទៅហើយនិស្សិតតាមគាត់ធ្លាប់គាត់ប្រាប់គឺថានិស្សិតដែលចេញពីភ្នំពេញជិះតែភ្លើងជិះតែភ្លើងពីភ្នំពេញដល់បាត់ដំបងគាត់យកឡានគាត់ពីស្ដៅហ្នឹងមកដឹកនិស្សិតហ្នឹងពីបាត់ដំបងទៅស្ដៅទៅធ្វើកំណែហ្នឹងទៅហើយពួកខ្ញុំមករយៈកំណែក្រោយធ្វើដូចគ្នានិស្សិតយកពីបរាណវិទ្យាទៅ20 30នាក់ឲ្យជិះឡានក្រុងទៅពួកខ្ញុំទៅដល់នោះជួលឡានក្រុងមកយកពួកគាត់ទៅលាអាទៅដល់នោះយើងជួលមធ្យោបាយក្នុងស្រុកមានគោយន្តមានអីយ៉ាងដឹកពួកគាត់ទៅធ្វើកំណែហ្នឹងទៅអាកិច្ចការវានៅបន្តគ្នាពីមួយជំនាន់ទៅមួយជំនាន់មកដែរទៅតាមលទ្ធភាពទៅតាមស្ថានភាពជាក់ស្ដែងដែលយើងអាចធ្វើទៅបានអានេះគឺជាវត្ថុដែលលោករលំមរាបានរកឃើញគឺឧបករណ៍ថ្មមានឧបករណ៍ថ្មបំបែកដែលជារឿងហៅថាវប្បធម៌ហៅវិញ្ញាណហ្នឹងមានឧបករណ៍ធ្វើពីថ្មស៊ីលិចនេះមានកលាភាជដែលជើងពៀននេះតែគាត់រកឃើញនៅថ្ងៃចុងក្រោយតាមខ្ញុំជួបជាមួយសេស៊ីលគាត់ថាថ្ងៃចុងក្រោយនៃការចុងឆ្នាំ70គឺគាត់រកឃើញភាជនឹងហើយគាត់លុបបណ្ដៅគឺថាគាត់ចប់ការកំណាយត្រឡប់ទៅស្រុកប្រាំងហើយក្រៅពីហ្នឹងគឺគាត់រកឃើញមានឆ្អឹងសត្វដូចជាឆ្អឹងសត្វរមាសតែបានរកឃើញគាត់មានការបោះពុម្ពផ្សាយដែរឆ្អឹងសត្វរមាសហើយខាងក្រៅនេះគឺឆ្អឹងរមាសដែលពួកខាងក្រមការងារបេសកកម្មសាជាវេវសាកម្មជាប្រាំងបានរកឃើញស្តៀងគ្នានឹងឆ្អឹងរបស់មរៈរកឃើញដែរនឹងមានឧបករណ៍ផ្សេងទៀតដែលរលំមរៈគាត់បានរកឃើញតាមរយៈកំណាយរបស់គាត់ហើយគាត់បានបោះពុម្ពផ្សាយច្រើននៅក្នុងអត្ថបទរបស់គាត់នៅក្នុងសភៅរបស់គាត់ឆ្នាំ1970ក៏មាន94ក៏មានយើងអាចរកបានតាមបណ្ដាញសង្គមឬក៏តាមអ៊ីនធឺណិតគឺមានអត្ថបទរបស់គាត់ជាភាសាបារាំងជាភាសាអង់គ្លេសយើងដឹងហើយថាសង្គ្រាមបានចាប់ផ្ដើមឆ្នាំ70 75ហើយ75បន្តមកខ្មែរក្រហមអញ្ចឹងការស្រាវជ្រាវទាំងអស់មិនមែនតែបុរេប្រវត្តិសាស្ត្រទេគឺថាអខានសម្រាប់ស្រុកខ្មែរយើងនេះជាអកុសលមួយដែលធ្វើឲ្យការស្រាវជ្រាវរបស់យើងអត់ទៅមុខដើរយឺតជាងប្រទេសជិតខាងបើគិតទៅ30-40ឆ្នាំហើយផ្ទៃបិទតែយើងបោះឆ្នោតហើយ93យើងមានអីប៉ុន្តែតំបន់មួយចំនួនយើងចោតចោះទេដូចខ្ញុំបានជំរាបអញ្ចឹងយើងមាន93បោះឆ្នោតហើយនឹងរហូតមកដល់90ប្រមាណនេះបានយើងអាចមានសន្តិភាពពេញលេញ98បានមានសម្ដេចលោកបានហៅឈ្នះនោះនយោបាយឈ្នះបង្រួបរួម
ប៉ុន្តែនៅតែមានលប៉ែលប៉យ៉ាងហើយលប៉ែលប៉តំបន់ខ្លះមានតែយើងចតចុះមធ្យោបាយទៅពិបាកផ្លូវចូលអត់បានអាហ្នឹងបញ្ហាមួយយើងខ្វះអ្នកជំនាញយើងខ្វះធនធានដែលធ្វើឲ្យការស្រាវជ្រាវរបស់យើងអត់ទៅមុខលឿនបើប្រៀបជាមួយនឹងប្រទេសជិតខាងអញ្ចឹងនៅឆ្នាំ2009គឺជាការបើកសហការថ្មីដែលក្រសួងវប្បធម៌និងសិល្បៈបានសហការជាមួយនឹងសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិនៅទីក្រុងប៉ារីសបង្កើតគម្រោងមួយយើងហៅថាបេសកកម្មស្រាវជ្រាវបុរេប្រវត្តិសាស្ត្រកម្ពុជាបារាំងដើម្បីធ្វើការស្រាវជ្រាវនៅស្ថានីយ៍ល្អាងស្ពានឡើងវិញនេះជាការចុះកិច្ចព្រមព្រៀងរវាងលោកឧបេភារិជាមកពីសារមន្ទីរធម្មជាតិនឹងឯកឧត្តមជួយភឿនហើយនឹងមានខាងតំណាងស្ថានទូតបារាំងប្រចាំនៅកម្ពុជាជាសាក្សីមានឯកឧត្តមជាថ្នាក់ដឹកនាំបច្ចុប្បន្នលោកមានឯកឧត្តមប្រាក់សុនរាឯកឧត្តមហងកំសុនឯកឧត្តមផាណាឌីឧត្តមសេងសោតអីលក្ខណៈដែលលោកនៅទីនេះកាលនោះលោកនៅកាន់កិច្ចការនៅសួងពាក់ព័ន្ធផ្នែកហ្នឹងយើងបានចុះកិច្ចព្រមព្រៀងហើយចាប់ដើមដំណើរការស្រាវជ្រាវនៅឡានស្ពានពី2009តមកអានេះគឺជាកិច្ចព្រមព្រៀងដែលយើងបានធ្វើគឺមានដល់5ដំណាក់កាលហើយគឺ2009ដល់12ចប់ទៅយើងបន្ត4ឆ្នាំទៀតចប់ទៅបន្ត4ឆ្នាំទៀតឥឡូវយើងតពី2025រហូតដល់2028ដែលយើងនឹងបន្តឲ្យបើសិនជាកិច្ចការនឹងវាអត់ទាន់យើងបន្តមានន័យថាយើងអត់ទាន់ធ្វើអត់បានធ្វើកំណាយដោយសារកូវីដនោះផ្អាកកំណាយប៉ុន្តែអ្វីយើងនៅធ្វើគឺវិភាគទៅលើវត្ថុដែលបានជីកបានពីប្រហែលឆ្នាំមកដើម្បីត្រៀមធ្វើការបោះពុម្ពសភៅពីលទ្ធផលកំណាយនឹងនេះគឺជារូបភាពដែលខ្ញុំបង្ហាញពីផែនទីប្លង់នៃល្អាងស្ពានទាំងមូលល្អាងនេះមានប្រវែងប្រហែល100ម៉ែត្របើយើងគិតទៅពីច្រកចូលដាក់អ៊ីនត្រែនឡើងព្រួយនេះច្រកចូលយើងឡើងពីលើទៅល្អាងស្ពានគឺស្ថិតនៅខ្ពស់ជាងគេបើប្រៀបជាមួយនឹងល្អាង10ផ្សេងទៀត12ផ្សេងទៀតខ្ញុំបានជំរាបពីខាងដើមគឺល្អាងស្ពានខ្ពស់ជាងគេប្រហែលជា50ម៉ែត្រខ្ពស់តែត្រូវឡើងយើងត្រូវឡើងអញ្ចឹងនៅក្នុងផ្ទៃល្អាងយើងបានបែកជា3ដោយតាមស្ថានភាពកន្លែងដែលយើងអាចធ្វើការស្រាវជ្រាវបានអញ្ចឹងមានផ្នែកទី1មានផ្ទៃដីដែលអាចធ្វើការស្រាវជ្រាវបានហ្នឹងគឺ340ម៉ែត្រការ៉េផ្នែកទី2នៅកណ្ដាលគឺ280និងផ្នែកខាងក្រោយនេះគឺក្រុមស្ពានកន្លែងបោះស្វាយនេះក្រុមស្ពានហើយជា300ម៉ែត្រដែលមានផ្ទៃដីនេះយើងអាចធ្វើកំណាយបានតែហ្នឹងវាជាដុំថ្មកបោដែលបាក់ធ្លាក់មកយើងពិបាកនឹងរុះរើបាទបាក់រុះរើហើយនេះរូបភាពល្អាងស្ពានដែលនៅខាងលើហ្នឹងយើងមើលពីមាត់ច្រកទៅហើយនឹងមើលពីខាងក្នុងត្រឡប់មកវិញនេះជាសកម្មភាពទស្សនកិច្ចបនិស្សិតដែលធ្លាប់ទៅសិក្សាស្វែងយល់ក្នុងពេលដែលពួកយើងខ្ញុំធ្វើកំណាយនេះគឺផែនទីនេះបង្ហាញល្អាងដដែលបង្ហាញទីតាំងដែលលោករឡុងម៉ូរ៉េបានធ្វើកំណាយគឺនៅរណ្ដៅទី1នៅផ្នែកទី1មាត់ច្រកចូលដែលមាន4ទំហំ4ការ៉េដាក់ខ្ញុំដាក់ chamber 1នេះហើយផ្នែកទី2នេះប្រហែលជា6 7ការ៉េដែលគាត់កំណាយបួកដូច4ការ៉េក្រោយមកប្រហែលថែមនៅកណ្ដាលអាងហើយនឹងនៅក្រោមស្ពាននេះផ្នែកទី3នេះគឺ2ម៉ែត្រការ៉េដែលគាត់ធ្វើជារបៀបការសាកល្បងអញ្ចឹងការធ្វើកំណាយរបស់គាត់ក៏ក្រោយពីការធ្វើកំណាយមកគាត់ផ្ដោតលើទីតាំងកណ្ដាលអាងនេះដែលជាកន្លែងដែលមានរកឃើញវត្ថុច្រើនអញ្ចឹងពេលដែលពួកខ្ញុំចាប់ដើមទៅធ្វើកំណាយឡើងវិញគឺគាត់បានណែនាំឲ្យជ្រើសរើសយកជីកបន្តនៅផ្នែកកណ្ដាលនៃល្អាងបន្តពីរណ្ដៅរបស់គាត់គឺគាត់ជីកបានត្រឹម1ម៉ែត្រកន្លះគាត់ឈប់ដោយសារគាត់ជួបប្រទះផ្ទាំងថ្មមួយដុំធំដែលគាត់គិតថាដល់បាតល្អាងតែតាមពិតអត់ទាន់ដល់ទៀតខ្ញុំនឹងបង្ហាញរូបភាពនឹងនេះគឺជាទីតាំងរណ្ដៅកំណាយដែលពួកយើងខ្ញុំបានជីកពី2ឆ្នាំតាមពិតពី2009ដល់2020ប៉ុន្តែ2020ហ្នឹងគឺយើងអត់ពង្រីករណ្ដៅទៀតទេយើងជីកចុះជំរឿជ្រៅ4ម៉ែត្រការ៉េដែលពណ៌ខ្មៅនេះ32 A32 31 A31 យើងជីកជ្រៅជារណ្ដៅរបស់លោករឡុងម៉ូរ៉េអញ្ចឹងពួកយើងជីកបើករណ្ដៅបន្ថែមសរុបទៅទាំង3ទីតាំងនេះប្រហែលជា80ការ៉េម៉ែត្រការ៉េនៅក្នុងផ្នែកកណ្ដាលនៃល្អាងស្ពានបាទដែលយើងរកឃើញទីខ្ញុំនឹងបង្ហាញលទ្ធផលដែលយើងបានរកឃើញនៅតាមរយៈការធ្វើកំណាយនៅល្អាងស្ពាននេះលទ្ធផលរបស់យើងគឺយើងរកឃើញផ្នូរសពចំនួន6នៅក្នុងទីតាំងដែលយើងបានធ្វើកំណាយទាំង3នៅកណ្ដាលល្អាងហ្នឹងដែលលោករឡុងម៉ូរ៉េក៏អត់បានរកឃើញទេផ្នូរសពគាត់ឃើញបំណែកឆ្អឹងមនុស្សប៉ុន្តែអត់បានរកឃើញផ្នូរសពទាំងមូលទេប្រហែលការធ្វើកំណាយរបស់គាត់អាចទំហំតូច
chẳng ấy quạt khơi tức đạch đào ấm ai đạch đào mà được không tin này bỏ quạt ban đầu khơi miên chẳng màu phần tay quạt chia công ty bạ bài chẳng nhưng ban phơi cầm lái đâu khơi nô màuผมmuối đạiโนนี่มวยสดแต่มีระบบกอบตัวจมูกติดหรือจานมีระบบหานั่งเวียไปเชี่ยอันปีทันนะในของสังคมไหมมีอาทันเนี่ยมีเนี่ยกรออยู่ทางจังก็เนี่ยมีบนสะเนี่ยมีทันนะโอ้ทอมันเนี่ยนี่กอดยืนจีเตอร์เคยมีแต่ประทายมวยแต่กอบตัวจมูกกอดในชงเชืองกอดมันเนี่ยให้กอบก้อนเชืองเนี่ยนี่ในขนมสอบจังผมมวยนี่คือทางมีสอบมนุษย์ไรจมูกปีกลายเป็นน้องสอบหนุปลอกอย่างบุญให้มวยนี่มีระบบจราจรเก๋โดยบันเคยมีกองได้ถือปีทมอกระเป๋าใบเปียจวบข้างใดช่วยปีข้างใดสดามมวยมีพีกอบตัวจมูกกอดพยายามผมมวยมีประทายทมอไอ้ใส่เด็กใส่คือกอดเนยกลายจะแก้กอดกอบกอดมีกามถือปีทมอผมปีปอนเปิดกรอบยังจับตุกท่าเนี่ยมีนะแต่มีระบบกอบตัวจมูกยังแค่เป็นนั่งยังมีระบบถ่ายทมอมวยดึงปีถ่ายทมอดึงเลี้ยงให้นักเพียรไอ้กอบตัวจมูกถ่ายว่าจังนี่คือที่เราตะพอลหายเบอร์ยื่นมือการบอชาร์ดโนสอบอย่างผมมวยนี่คือมีการบอชาร์ดปะหะหายคืนนี้คือใบปอนใบโรยฉะนั้นมุนปัจจุบันปีพีมีมุนปัจจุบันเบอร์ยื่นกึศเจือมุนคือสักการะปะหายที่มาปอนปามโรยหรือปอนผมมวยโรยมุนคือสักการะจังปะหะปะหายคืนนี้การบอชาร์ดยื่นทือตัวเลือดอังตัวแต่อันนี้โยตัววิเพียนเด็กที่ฝรั่งคือเอาการบอชาร์ดมาปะหะหายนี่จังยื่นไอ้สัมทานบ้านท่าสอบจังผมมวยนี่คืออาจกรมมนุษย์ทำมากรมได้ที่สลับให้ที่ตะกอบหนึ่งจึงจุ่มโรคบอกว่าดูเนื้อต่างหน้าเยอะตอนดังไงปัจจัยกอดบ้านปลาอ่างสเปียนที่กำลังกอบสอบบอกกูกอดจึงไปยืนกึศเตยที่สมัยยืนหาทัดในขนมสมัยทโมรุมลิงไงสอบจังผมมวยนี่คือทัดในขนมยกทโมรุมลิงหรือสมัยทโมรุมลิงว่าไอ้พวกขมิ้นโรคือไอ้เปียปอนบุโลหะเลยคือสัตแต่ละบ่คือปีทโมคือปีดดต่างอ๋อจวบจมูกหนึ่งขนมสอบบอกกอดนี่คือจีรัตพอลได้ยื่นมันได้คืนมีมวลม้าในขนมกาสาวชิวในบริบทซาพิเศษในขนมยุคโทรมลิงนั่งยืนดังทาสมรองแซนจียุคโทรมลิงใบละบานเนี่ยเป็นทาสมรองแซนคือกำนายติดตีเนี่ยสกายโยกระเป๋าโยตะโบเรียตุลุโยไอออกอย่างเตอร์ยืนคืนเนี่ยกระบาดขมาวต่อไงเงินมวยกุปีในฝรั่งตีเชียดให้บอกดามคือโยนในมือเสียดูลงในปารีว่าขมาวในสมรองแซนแต่นี่คือโนซับได้อัดต้นมีนกาปากปอลคือยังเราเคยในเลือดที่ตั้งจะแสดงต่างดอกยังมีบางฮายังปีระเบียบในการกอบสอบการกอบดักบอลบอเตอร์มวยหลักไหลได้ทั่วยังยุ่งลงปีชีวิตรุ่นเนื้อบอกสอบกดเจ็บผลเลือดอบโกที่อีหลักจึงเปลี่ยนในจ้าน่ะตาสะอาดให้จึงเปลี่ยนมันจะล้วนเราเคยนี่โดยคืนตื่นหนึ่งจึงเปลี่ยนได้เซซิลให้โมเรียเราเคยอยู่trongประหารสลายมุนโดยคืนแบบบัดตุ่มหมไอ้ปั้นคืนนี้นี่ในทางจิตละบ่มนุษย์เนื้อครองมากรมได้กอดไปให้ชื่อรุ่นเนื้อตามบอลตุ่มเนียบใบชื่อฟูดเรื่องใดยังเต้ปูจีสมัยทมดิ้งจีสมัยถือกสิกรรมหาจังกอดเตือนบอลน่าได้กอดอาถือกสิกรรมบ้านกบายตึกจังยุ่งเนื้อกิจการสราชีพต่อไปช่างไงที่ไม่รบตีจุ่มรบบอกกอดตีอะไรภูมิศพเตะสมัยบอกกอดบอกแล้วยังเคยนับพนกอดvàจังนี้จีพอต่างได้ยังเราเคยในอ่างสเปียนตามจากการทำนายนี่คือจีตีต่างพนได้ชมบักหายคือทายังเมียนในรุ่นดาวหาอยู่ในตีมวยนี่จึงเอาเคยใบพนใบซอบได้กันตาลิมวยให้ได้ตีปีได้ตีใบนี่อยู่ในตีใบคือเคยปีพนแต่ไปยืมบางทีการถือกำนายประธานที่อาจยังเมียนประตอเตียนนะอาจยังเมียนประตอเตียนขณะเรายังเคยอ่านปัจจุบันคือจีพนตีต่างสอบได้ยังมันเราเคยในทางอ่างสเปียนใส่ได้จำไรมวยเตี้ยได้ยังเราเคยในอ่างสเปียนนั่นคือเมียนกาโดทมินอันนี้คือยังเราเคยไปตำเนียมในการโดทมินนี่trongมือไอกษาคือทำเมียนในขนมบอลอาเซียคณียืนนี่ก็โดยจีนในเวียดนามในไทยทัดในขนมสมัยทโมดุมลิงมาสมัยโลหะการโดทมินชาบทมินไปยืนเราคือในอ่างสเปียนนี่คือการโดทมินการโดทมินไปเตะตรงตำเนียมตำเนียมไอ้มวยเตะตรงจุ่มเนื้อเตะตรงกัดพิธีมวยบอกกรมมวยยังเตอไอ้บ้าอย่างไอ้มายืนเจอเลยเตะตรงปัญหาถึงฉลองเวยฉลองไอ้หลักแต่เตะตรงคือคนหนึ่งจึงการโดทมินนี่ยังในอ่างสเปียนยังมันเราเคยโนปีได้มีสนามโดทมินจึงหาได้มายังหาโดยังเคยเนี่ยอะไรนี่ทมินถูกบาด
bờ sân thì thông minh như viên đâu chụp về lệ slap vì miền bà hào ngay tại đây đo sạch chết hay phọt chân miền này độ thông minh tăng vì mình luôn nở rùa độ thông minh tăng đi mình nở rùa chân cả độ năng đang chửi chạp còn na đấng ấy toàn miền chợ nam sực hòm phần năng chắc là cả độ thông minh ấy về cả chửi chạp ấy và hai tẹt tông cách thì cả ấy chlong vậy lúc ấy đây chưa đâu khơi đây chưa cả nhầm chọn của hai tẹt tông nâng họ tang đại độ khơi cả độ thông minh chân cả chạp thông minh đối thôi chân tuôn ban đằng này dương nơi khơi phùng snái thôi chân tuôn miền cả bọc bom mặt bọt cho môi nâng đủ cô lý đá tẹt tông phùng snái đi kiểu khơi cả độ thông minh na độ thông minh mục ai nít phùng snái đá cứ chạp suốt đôi mục ana chứ ní cứ nơi Việt Nam nơi dục ở đáy nước nước mồ rừng linh này nơi Việt Nam thằng bóng nơi thanh đi mua mày bác đi đâu khơi cá độ thông minh này ai ní cứ chia tụm niêm để cá chạp thông minh đại bờ to máu cứ chun chiết tăng phiệt tịnh đại ní chia mê phu muối chun chiết trái nơi rập nặng cái rí để mình bọn muối từ xe đòi lục prometa bọc bom được mà này sóng vậy ní cứ trong ca nghe bỏไปสកម្មស្រាវជ្រាវរេបសាកម្មជាប្រាំងបានចុះស្រាវជ្រាវគាត់ជន់ជាតិកវ៉ែតនៅស្ទឹងត្រែងគាត់អាយុ100ឆ្នាំហ្នឹងគឺមិញគាត់ឆាបចង់អស់ហើយឆាបចឹងមានច្រើនទៀតអញ្ចឹងការដកថ្មិញឬឆាបថ្មិញហ្នឹងយើងឃើញខ្មែរយើងដូចបាត់អស់ហើយប៉ុន្តែនៅបន្តតែជន់ជាតិភាគតិចជន់ជាតិដើមភាគតិចដែលនៅបន្តហើយបន្តហ្នឹងតែចាស់ចាស់ទៀតក្មេងៗគឺបោះបង់ចោលអស់ហើយចឹងការដកការឆាបថ្មិញនេះបានតកតងទៅនឹងជំនឿទំនៀមទម្លាប់អីមួយរបស់ជនជាតិមួយឬក៏អាចតកតងទៅនឹងដូចខ្ញុំនិយាយពាក់បញ្ហាឆ្លងវ័យដែរហើយរូបនេះគឺជាការឆាបថ្មិញរបស់ជនជាតិភាគតិចមួយជនជាតិរបស់ជនជាតិមួយឈ្មោះម៉ាន់តាវ៉ៃរស់នៅភាគខាងត្បូងនៃកោះស៊ូម៉ាត្រាចឹងគឺគេឆាបថ្មិញជាសោភ័ណភាពមួយណារបស់មនុស្សនៅតំបន់ហ្នឹងអ្នកណាអត់ឆាបថ្មិញដូចខុសគេអញ្ចឹងទៅអត់សម្រួលថ្មិញខុសគេអញ្ចឹងទៅប៉ុន្តែយើងឥឡូវនេះអត់ឆាបអត់សម្រួលទេយើងមិនដាក់ថែមកចេញជាថ្មិញសាយណាឲ្យស្អាតទៅវិញគេដកថ្មិញឆាបថ្មិញជាមួយថ្មិញប្រហែលជាសភ័ណភាពពីធម្មជាតិយើងមានដាក់ថែមពីច្រើនឃើញខាងនារីទៅតថ្មិញឥឡូវនេះអស់លុយអញ្ចឹងទេឥឡូវឃើញពុតថ្មិញពុតអីច្រើនដាក់ដែកអីប៉ុន្តែនេះជាទំនៀមដែលនឹងបាត់ហើយនៅក្នុងឯកសារខ្ញុំបានអានឯកសារដែរគឺការដកថ្មិញឬក៏ឆាបថ្មិញហ្នឹងគឺមានតាំងប្រហែលជា 4000 ឆ្នាំមុនបានគេបានរកឃើញនៅប្រទេសចិនរកឃើញនៅជប៉ុននៅមានរយៈធរហៅចូលមុនយ៉ាយយហ្នឹងគឺថាមានទំនៀមអស់ហ្នឹងអញ្ចឹងពួកហ្នឹងអាចបំលាស់ទីពីតំបន់មួយដោយយកទំនៀមទម្លាប់ហ្នឹងដែលយើងហៅថាអរូបិយមានន័យថាមនុស្សទៅដល់ណាអាទំនៀមទម្លាប់ពីរនេះទៅជាមួយបាទអញ្ចឹងនេះគឺជាគ្រាន់ចង់បង្ហាញផតតាងតកតងនឹងការដកថ្មិញការឆាបថ្មិញដែលយើងបានរកឃើញនៅអាស្ពានហើយក៏បានរកឃើញនៅស្ថានីយ៍ផ្សេងៗនៅនឹងមានបន្តធ្វើរហូតដល់បច្ចុប្បន្នប៉ុន្តែបច្ចុប្បន្ននៅតែចាស់ហើយក្មេងៗអស់ហើយលែងមានប៉ុន្តែយើងធ្វើឧបកិច្ចដែរនៅក្នុងពិធីអាពាហ៍ពិពាហ៍យើងឃើញមានពិធីធ្វើថ្មិញនៅក្នុងពិធីអាពាហ៍ពិពាហ៍នោះយើងមានធ្វើយើងយកស្លឹកម្លូអីទៅជន់ជាឧបកិច្ចទៅតែពីមុនអត់ទេគឺឆាបគឺយកកបិតកាក់ឬក៏ដុំថ្មឬស្អីទៅឆាបផ្ទាល់កាត់ផ្ទាល់តែម្ដងហើយការជឿចាប់នោះឯងដែលបញ្ជាក់ដូចខ្ញុំបានលើកឡើងថាបញ្ជាក់ពីការឆ្លងវ័យនេះក្រៅពីឧបករណ៍ក្នុងរៀបវែកនេះសូមអធិស្ឋានក្រៅពីណូសព6យើងបានរកឃើញស្ទាប់មួយទៀតដែលជាស្ទាប់របស់ក្រុមមនុស្សអ្នកបកបាញ់និងបេះផ្លែឈើចុងក្រោយមានន័យថាពួកគាត់នេះចូលចប់ពួកគាត់គឺចូលទៅដល់សម័យគេចេះធ្វើកសិកម្មអញ្ចឹងឧបករណ៍នេះវត្ថុទាំងអស់នេះគឺផ្សេងឧបករណ៍ថ្មនេះគឺគេហៅថាឧបករណ៍ហាប៊ីញៀនដែលមានប្រភពនៅវៀតណាមកណ្ដាលខេត្តហាប៊ីនហើយហាប៊ីញៀនហ្នឹងគឺជាពាក្យដែលស្នើដោយបុរាណវិទ្យាបារាំងបុរិយវត្តបន្ទូបារាំងលោកស្រី Madeleine Colony គឺនៅឆ្នាំ 1932 នៅពេលដែលគាត់ធ្វើសន្និសីទអន្តរជាតិមួយគេហៅអាស៊ីអឺរ៉ុបហ្នឹងហើយគាត់បានស្នើឡើងពីនឹងដោយសារគាត់បានធ្វើកំណាយប្រហែលជា60 លាងនៅវៀតណាមកណ្ដាលគាត់បានរកឃើញឧបករណ៍ថ្មស្តៀងគ្នាពីលាងមួយទៅលាងមួយវត្ថុឆ្អឹងសត្វដែលមនុស្សស៊ីហ្នឹងដូចគ្នាអញ្ចឹងគាត់ស្នើឲ្យទៅជាគេហៅថាវប្បធម៌ហាប៊ីញៀនឬក៏ហាប៊ីញៀនអ្នកខ្លះគេថាហ្នឹងមិនមែនជាវប្បធម៌វាជាគេហៅជា phenomena ជាបាតុភូតឬមួយក៏អីមនុស្សបំលាស់ទីទៅយកអានឹងទៅប្រើអញ្ចឹងទៅអញ្ចឹងយើងរកឃើញនៅពេញអាស៊ីអាគ្នេយ៍ទាំងអាស៊ីអាគ្នេយ៍ដីគោកអាស៊ីអាគ្នេយ៍ដីកោះគឺនៅដីកោះគេរកឃើញនៅស៊ូម៉ាត្រាដែលគេហៅថាស៊ូម៉ាត្រាលីតជាឧបករណ៍ហ្នឹង
ចឹងនៅអាងស្ពានយើងឃើញច្រើនណាឧបករណ៍ពួកហាប៊ីញៀននេះគឺជាឧបករណ៍ថ្មដែលផលិតចេញពីថ្មយកពីបាតស្ទឹងហើយបាតស្ទឹងគេយកបំបែកពី30ទៅ70%គេទុកផ្ទៃដើមនៃថ្មហ្នឹងពី30ទៅ50%ដើម្បីឃើញគេផ្ទៃលងរបស់បកយើងឃើញមានឆ្អឹងសត្វឆ្អឹងគឺឆ្អឹងពោះវែកតាមអ្នកជំនាញឆ្អឹងសត្វដែលគេស៊ីឲ្យបោះចោលណាឧបករណ៍ឆ្អឹងសត្វស្នែងឆ្អឹងថ្គាមណាឆ្អឹងដូចជាឆ្អឹងកងខ្នងហ្នឹងទៅសម្បកខ្យងគ្រោមសម្បកនេះគឺមានចោះរុនទៀតចោះរុនប្រហែលជាប្រើជាបតោងខ្សែកអីប្រើពាក់ណាជាគ្រឿងអលង្ការហ្នឹងទៅចឹងយើងរកឃើញនៅអាងស្ពានហ្នឹងគឺសម្បូរណាស់តកតងនឹងវប្បធម៌ហាប៊ីញៀននេះយើងហៅថាវប្បធម៌ហាប៊ីញៀនឬក៏យើងហៅថាសម័យអ្នកបរបាញ់ដោយផ្លែឈើចុងក្រោយទីទៀតខ្ញុំនឹងឲ្យទៅការបលឆែតថាវាមានអាយុកាលប្រមាណនេះគឺជាឧបករណ៍ដែលហាប៊ីញៀនឧបករណ៍ពួកហាប៊ីញៀនមិញនេះតាមការបលឆែតដូចនៅក្នុងស្រទាប់ដីយើងឃើញស្រទាប់វប្បធម៌ហាប៊ីញៀនផ្នែកខាងលើពណ៌ខ្មៅនេះគឺមានការបលឆែត 5000 ឆ្នាំមុនហ្នឹងគឺគេយកធ្វើការបលឆែតតាមគេហៅបន OSL ចាំ optimize អីណាពាក្យបច្ចេកទេសហ្នឹងហើយបន្ទាប់មកផ្នែកខាងក្រោមនៃស្រទាប់វប្បធម៌ហាប៊ីញៀននេះគឺមានអាយុកាល 11000 ឆ្នាំគឺ 11000 ឆ្នាំមុនមិនមែនមុនគឺសករាជទីមុនឆ្នាំមុនអញ្ចឹងនេះជានេះដែលមានឆ្អឹងច្រើននេះអាហ្នឹងខាងលើហ្នឹងគឺ 5000 ឆ្នាំបន្ទាប់មកមាន 11000 ឆ្នាំទាំងពួកហ្នឹងរស់នៅចន្លោះហ្នឹងដែលយើងបានរកឃើញនៅអាងស្ពានបាទនេះឆ្អឹងកដាញ់ជាប់នៅនឹងស៊ីហើយចោលជាចោលទៅដូចជាកន្លែងសម្រាមអញ្ចឹងបានបុរាណវិទ្យាពេលខ្លះយើងហៅថាបុរាណវិទ្យាគឺសិក្សាពីសម្រាមអ្វីដែលគេបោះចោលយើងទៅសិក្សានឹងមកវិញដើម្បីដឹងពីគេបោះចោលវាផុសតាងសម្រាប់យើងអ្នកបុរាណវិទ្យាវាមានតម្លៃបាទប៉ុន្តែស្អីដែលសំខាន់ជាងនឹងទៀតនៅពីក្រោមស្រទាប់វប្បធម៌ហាប៊ីញៀននេះគឺយើងបានរកឃើញឧបករណ៍ថ្មធ្វើពីថ្មស៊ីលិចនេះគឺជាឧបករណ៍ថ្មធ្វើពីថ្មស៊ីលិចដែលស្ថិតនៅក្រុងជម្រៅចាប់ពី1 ម៉ែត្រកន្លះចូលដល់3 ម៉ែត្រនេះเขาឃើញឧបករណ៍ហ្នឹងដែលរឡងមករះក៏គាត់រកឃើញដែរហើយគាត់ដូចជាតួថ្មស៊ីលិចនេះគាត់ឲ្យការបលឆែតដូច 6800 ឆ្នាំមុនគឺសករាជរបស់មរះអញ្ចឹងយើងឃើញមានវប្បធម៌ពួកថ្មស៊ីលិចនោះក៏ជាអ្នកបរបាញ់ដែរណាឧបករណ៍ធ្វើពីថ្មស្អីប៉ុន្តែថ្មឧបករណ៍សាំញ៉ាំមិនសាំញ៉ាំមានសាមញ្ញគាត់យកថ្មដែលយកចេញពីល្អាងកន្លែងគាត់រស់នៅគាត់ទៅយកថ្មពីស្ទឹងដោយពួកមុននេះយកថ្មចេញពីល្អាងយកមកបំបែកទៅជាឧបករណ៍តូចតាចមានរាងមិនច្បាស់លាស់ហ្នឹងទៅគាត់យើងឃើញអ្នកជំនាញគេដឹងថាស្នាមបំបែកនេះវាជាស្នាមបំបែកដោយមនុស្សវាមិនមែនបែកដោយធម្មជាតិប៉ុន្តែដើម្បីលម្អិតគេក៏កំពុងសិក្សាបន្ថែមគឺសិក្សាទៅលើមុខនៃថ្មហ្នឹងមុខកាត់គេហៅ microwave ដើម្បីដឹងថាតាមមុខកាត់ហ្នឹងវាមានជាប់ស្នាមអីនៃការប្រើប្រាស់អត់ដើម្បីបញ្ជាក់កាន់ច្បាស់អំពីតួនាទីរបស់ឧបករណ៍ថ្មហ្នឹងអញ្ចឹងនៅពីក្រោមវប្បធម៌ហាប៊ីញៀនគឺមានវប្បធម៌មួយទៀតដែលប្រើប្រាស់ឧបករណ៍ថ្មស៊ីលិចបាទដូចខ្ញុំបានបង្ហាញនេះអានេះបើយើងមកមើលដែលខ្ញុំសង្ខេបពីស្រទាប់ដីគឺថាឥឡូវនេះអានេះគឺស្រទាប់ដីកាលយើងជីកបានជ្រឹមជម្រៅប្រហែលជា5 ម៉ែត្រអញ្ចឹងនៅក្រោមស្រទាប់ថ្មស៊ីលិចនេះដែលមានអាយុប្រហែលជា 26000 ឆ្នាំនេះយើងបានរកឃើញឧបករណ៍ថ្ម3 ដុំទៀតដែលនៅក្នុងជម្រៅប្រហែលជា 5 ម៉ែត្រនៅក្នុងរណ្ដៅដែលមរះគាត់ជីក 4 ម៉ែត្រហើយពួកយើងខ្ញុំជីកចុះទៅជ្រៅនេះឥឡូវរណ្ដៅកណ្ដាលនេះនៅក្នុងរូបខ្ញុំបង្ហាញនេះជម្រៅ 13 ម៉ែត្រហើយជម្រៅដែលមរះជីកទៅ1 ម៉ែត្រកន្លះទៀតគាត់ឈប់ដោយសារមានផ្ទាំងថ្មមកកបោមកដុំដែលបាក់ធ្លាក់ទៅហើយគាត់គិតថាហ្នឹងជាបាតល្អាងហើយគាត់ឈប់ប៉ុន្តែពេលពួកខាងខ្ញុំទៅដល់បំបែកដុំថ្មហ្នឹងជីកចុះទៅរហូតដល់ 13 ម៉ែត្រអត់ទាន់ដល់បាតល្អាងនៅឡើយទេដល់ថ្ងៃនេះ 3-10 ម៉ែត្រអញ្ចឹងយើងអត់ដឹងថានឹងទៅក្រោមមានស្អីទៀតប៉ុន្តែក្នុងជម្រៅ 5 ម៉ែត្រយើងបានជួបឧបករណ៍ថ្ម 3 ដុំនៅខាងលើនេះហើយបារាំងគេយកទៅស្ទាប់ដីដែលឧបករណ៍តាំងនៅទៅវិភាគឃើញមានអាយុ 71000 ឆ្នាំអញ្ចឹងជាឧបករណ៍ថ្មចាស់ដែលមានស្រុកខ្មែរបន្ទាប់ពីគេហៅទីរ៉ាស់ដោយមេគង្គមកគឺនៅអាងស្ពាននេះហើយយើងសង្ឃឹមថាថ្ងៃក្រោយនឹងអាចរកឃើញកន្លែងផ្សេងទៀតអញ្ចឹងបើយើងមើលកាលប្រវត្តិតាមស្រទាប់ដីដូចក្នុងនេះយើងបានឃើញខ្ញុំបានមាននីអូលីទិកយើងហៅមានព្រីមានហាប៊ីញៀនមានគេហៅព្រីហាប៊ីញៀនហើយនឹងពួកគេហៅខាងក្រោមគឺថាចាស់ជាងគេនោះគឺថាឧបករណ៍ថ្មអាយុ 71000 ឆ្នាំ
តបមកឧបករណ៍ថ្មធ្វើពីថ្មសិលិច 26000 តបមកពួកឧបករណ៍ថ្មអាយុនេះសម័យហៅវិញ្ញាណនេះ11000 មក5000 ឆ្នាំតបមកសម័យថ្មរំលែងណាតែយើងមាន 3300 ដែលគឺមានកប់ខ្មោចមានអីខ្មោចហ្នឹងចឹងបើយើងមើលទៅនៅអាស្ពានមានការតាំងទីដូចជា4ដំណាក់កាលហើយបើយើងគិតបណ្ដឹងថា3ចុះពីព្រោះថ្មបំបែកយើងកុំចែកវាយើងគិតថាថ្មបំបែកវាមកសម័យកាលតបមកថ្មរំលែងហើយថ្មបំបែកហ្នឹងវាមានអាមួយនេះគឺហៅវិញ្ញាណនេះហៅវិញ្ញាណនេះដែលជាវប្បធម៌មួយនៅសង្គមអ្នកបោកបាញ់បេះផ្លែឈើចុងក្រោយហ្នឹងចឹងយើងទៅឃើញ3សម័យថ្មសម័យដែលមានវប្បធម៌ខុសគ្នាផ្អែកទៅលើវត្ថុធាតុដើមដែលយកមកផលិតជាឧបករណ៍ប្រើប្រាស់ធ្វើពីថ្មចឹងលអាងស្ពានដើរតួនាទីសំខាន់សម្រាប់ការកសាងប្រវត្តិសាស្ត្រពិសេសនៅក្នុងវិស័យបរិវត្តសាស្ត្រនៅស្រុកខ្មែរតែម្ដងហើយយើងសំណាងដែរលើការផ្សព្វផ្សាយទូលំទូលាយមិនមានការទៅបំផ្លាញនេះប៉ុន្តែប្រហែលឆ្នាំមុនឃើញមានលោកទៅសង់ស្អីនៅលអាងផ្សេងទៀតនៅជិតហ្នឹងទៅយកសង់ស៊ីម៉ងអីក៏បានខាត់ខាំងទៅចឹងទីការផ្សព្វផ្សាយរបស់យើងក៏នៅមិនទាន់ទូលំទូលាយដែលធ្វើឲ្យជាជនមួយចំនួននៅឆ្លៀតឱកាសធ្វើឲ្យខូចខាតនៅលអាងមួយចំនួនទៀតដែលនៅក្នុងភ្នំតាក់ត្រាំងហ្នឹងជាងចូលមកដល់ឆ្អឹងសត្វអីថានៅស្រុកខ្មែរយើងកន្លងមកមានអ្នកមិត្តរួមថ្នាក់មួយខ្ញុំមួយចន្ទធួនដែរលោកវុធីគាត់ទទួលការតវតាពីខាងអាល្លឺម៉ង់លើការពាក្យឆ្អឹងសត្វដែរប៉ុន្តែឥឡូវហ្នឹងគឺគាត់បោះបង់ចោលទៅគាត់លែងទៅនេះទៅគាត់ដូចភ្លេចច្រើនអញ្ចឹងយើងបានដោយសារឆ្អឹងសត្វច្រើនយើងរកឃើញនៅអាងស្ពានយើងខាងបារាំងគេអញ្ជើញអ្នកជំនាញពីបារាំងមកដូចជាខាងនេះលោកគ្រីស្តុបគីហ្គូនេះគាត់មកពីសាកលវិទ្យាល័យក្រឺណូបនៅបារាំងមានលោកបូសាតុងនេះគាត់មកពីខាង CNRS ខាងជាស្ថានជាតិស្រាវជ្រាវវិទ្យាសាស្ត្ររបស់បារាំងនៅទីក្រុងម៉ុងប៉ូលយេអ្នកជំនាញនឹងជំនាញខាងគីហ្គូនេះគាត់ជំនាញខាងសត្វធំហើយខាងតានេះខាងក្រោមនេះគឺជំនាញខាងសត្វល្អិតតូចមានតែពួកល្មូនអញ្ចឹងបើយើងមើលលទ្ធផលនៃការវិភាគឆ្អឹងសត្វដែលបានឥឡូវវាអត់ទាន់ចប់ទេប៉ុន្តែនេះយើងជាផ្នែកមួយយើងឃើញមានសត្វធំពួកសត្វធំ 16% ដែលមានតាំងពីរមាសពួកក្តាន់ពួកប្រើសអីនេះគឺមានប្រមាណភាគរយនៅក្នុងនេះ 6% 7% ពួកទីងសោង 39% យើងមានពួកល្មូនដែលក្នុងមានដើក 29% ហើយត្រាប់នឹងបញ្ហាសត្វផ្សេងមាន 8% ដែលក្នុងមានទាំងស្វាជ្រូកព្រៃចងលៀសពស់មានឆ្អឹងមនុស្សដែរដូចខ្ញុំបានជំរាបអញ្ចឹងឆ្អឹងមនុស្សមានថាវាដោយទៅជាមួយកតិចឆ្អឹងសត្វអីប្រហែលជាមានការជីកកាយពីមុនមកកន្លែងនេះនៅនឹងបញ្យលចាំមានសំណួរអាចនឹងបញ្យលយើងមានកប្រុកយើងមានកម្មប្រមាលក្ខណៈដែលអ្នកជំនាញគេបានវិភាគឃើញដែលជាសំណល់អាហាររបស់មនុស្សដែលរស់នៅក្នុងអាងស្ពានពិសេសគឺសម័យហវិញ្ញាណនេះតែម្ដងហើយក្រៅពីនឹងគេបានរកឃើញឆ្អឹងខ្លានេះឆ្អឹងកញ្ញាំជើងខ្លាពួកខ្លាយើងហៅពួកនេះខ្លាដបងធំហ្នឹងពួកមាំងសាសីហ្នឹងស៊ីសាច់ហ្នឹងក៏ឃើញពួកចក្របាទមានខ្ទីងមានសន្សោងមានអីឡាក់យើងមានខ្លារខិនយើងមានរមាសឆ្អឹងដូចខ្ញុំបានបង្ហាញហ្នឹងនិយាយទៅខាងមនុស្សនៅអាងស្ពានមានប្រទេសអីគាត់ហូបហ្នឹងធ្វើអីបានហូបហ្នឹងពេលដែលគាត់អាចយកបានចាប់បានអាហ្នឹងគឺមកអញ្ចឹងសបោសัตว์អញ្ចឹងវាបញ្ជាក់ពីបរិស្ថាននៅសម័យនោះគឺសបោសัตว์សបោសัตว์ដោយសារវានៅតាមជលងភ្នំជលងអីហ្នឹងទៅតំបន់នោះយើងដឹងទាំងអស់គ្នាហើយភូមិសាស្ត្រតំបន់នោះជាប់ទៅបៃលិនអីហ្នឹងនៅព្រៃអីមួយចំនួននៅឡើយទេជាតំបន់ខ្លះជាតំបន់ការពារតំបន់អភិរក្សសត្វព្រៃផងក្រៅពីនឹងគេបានរកឃើញអីអណ្ដើកច្រើនទៀតដែលជាមនុស្សចាប់បានយកទៅស៊ីនឹងមានកធាយអណ្ដើកអណ្ដើកមានអណ្ដើកដីអណ្ដើកលើគោកអណ្ដើកក្នុងទឹកគឺអ្នកវិភាគគេវិភាគទាំងអស់ពេលដែលយើងធ្វើកំណាយបានអ្នកវិភាគគេវិភាគអស់ហើយអ្នកជំនាញអស់ហ្នឹងគឺគេបាត់ឆ្លងកាត់ការបដិដាលនៅស្រុកគេច្បាស់ហ่ะក្រៅពីនឹងគឺយើងបានរកឃើញមានឆ្អឹងពស់ណាដូចខ្ញុំបានបង្ហាញមិញហ្នឹងមានពស់វែកមានពស់ថ្លាន់មានអន្សងឬតកួតមានន័យថាគាត់ហូបបាក់សៃមានតិចតួចយើងរកឃើញតិចតួចហើយឆ្អឹងត្រីក៏តិចតួចដែរហើយឆ្អឹងត្រីវាច្រើនវាពុកវាផុយវាថាឆ្អឹងត្រីតូចៗវាមិនមែនឆ្អឹងត្រីធំធំដូចទលេសាបអីយើងឃើញអញ្ចឹងវាអាចពុកផុយបាត់អស់ប៉ុន្តែមានឃើញខ្លះដែរអានេះខ្ញុំត្រឡប់ចូលមកដល់កាលប្រវត្តិមានន័យថាបុរេវត្តសាស្ត្រស្រុកខ្មែរយើងទាំងមូលមានថាដែលចាស់ជាងគេយកថ្មចាស់ហ្នឹងគឺ 600,000 ឆ្នាំគឺនៅមេគង្គដូចផ្ទះរះនេះឯងចាប់ទៅតបមកបានយើងឡើងមកដល់អាងស្ពាន
70000នៃជាងហូហាយចឹងមកបានមកដល់5000ឆ្នាំសម័យវប្បធម៌ហាមីញៀននេះណាដែលមានចេះបរបាញ់សត្វស្អីដល់នេះបាទប្រើឧបករណ៍គ្រូបំផាយមកបានធ្មោររំលីងណាយើងចេះប្រើធ្វើកលាភាជហើយចុងក្រោយនេះគឺគៀកមកនឹងគ្រិស្តសករាជឬមុនប្រវត្តិសាស្ត្រនេះគឺយើងបានរកឃើញស្ថានីយ៍ច្រើនណាស់ប៉ុន្តែភាគច្រើនស្ថិតនៅក្នុងយុគលោហៈពិសេសនៅខាងប្រទេសមានជ័យជាក់ស្ដែងដូចជាភូមិស្នាយភូមិសុភីនៅកោះតាមាសណាកតានៅព្រៃក្មេងក្រោយមកនេះយើងរកឃើញនៅរកឃើញនៅបិទមាសយើងរកឃើញនៅតំបន់ប្រទេសឆ្មាច្រើនណាស់ប៉ុន្តែមួយចំនួនត្រូវបានលួចជីកកាយដើម្បីរកវត្ថុមានតម្លៃហើយតែប៉ុណ្ណឹងគឺស្ថានីយ៍ដែលនៅខាងទីគូខេត្តវិមុតរឿងនេះទីគូនេះក៏នៅក្នុងរវាង1000ឆ្នាំអីមុនគ្រិស្តសករាជអីហ្នឹងដែរអញ្ចឹងបើយើងមើលពីយុគភ័ណ្ឌចាស់ស្រុកខ្មែរគឺតិចតួចមែនទែនអញ្ចឹងយើងសង្ឃឹមថាអនាគតនឹងអាចរកឃើញស្ថានីយ៍ថ្មីបន្ថែមទៀតដែលជាធ្វើឲ្យការយល់ដឹងផ្នែកប្រវត្តិសាស្ត្រស្រុកខ្មែរនឹងកាន់តែប្រសើរឡើងបាទហើយតកតងលទ្ធផលគឺខ្ញុំបានរៀបចំពិព័រណ៍អចិន្ត្រៃយ៍មួយនៅដូចជាឆ្នាំ2014ឬក៏14នៅស្រាមទីបាត់ដំបងហើយយើងមានពិព័រណ៍មួយចំនួនរបស់មួយចំនួនដែលរកឃើញដោយលោករឡងមូរ៉ានៅស្រាមទីជាតិយើងបានស្នើសុំយកទៅដាក់នៅស្រាមទីជាតិស្រាមទីខេត្តបាត់ដំបងដែលយើងបើកបម្រើភ្ញៀវអីរាល់ថ្ងៃទេហើយនៅពេលស្រាមទីជាតិភ្នំពេញពង្រីកមកកាន់សាកលវិទ្យាល័យនេះប្រហែលជាយើងរៀបឲ្យមានផ្នែកមួយនៃបុរេវត្តសាស្ត្រស្រុកខ្មែរដែរដើម្បីបង្ហាញអំពីអ្វីដែលយើងបានស្រាវជ្រាវដើម្បីបង្ហាញដល់ភ្ញៀវទេសចរអំពីបុរេវត្តសាស្ត្រស្រុកខ្មែរបាទហើយក្រៅពីនឹងយើងបានធ្វើការបោះពុម្ពផ្សាយនៅក្នុងអត្ថបទផ្សេងនៅក្នុងព្រឹត្តិបទផ្សេងដូចជានឹងតកតងនឹងអង្គស្ពានដែលអត្ថបទទាំងអស់នេះខ្ញុំនឹងអាចចែករំលែកជូនទៅតាមរយៈឯកឧត្តមធុយចន្ទធួនឬក៏ឯកឧត្តមពិសិដ្ឋដើម្បីចែកបន្តទៅដល់លោកគ្រូអ្នកគ្រូដែលចាប់អារម្មណ៍ចង់អានអំពីលទ្ធផលនៃការធ្វើកំណាយនៅអង្គស្ពានហើយនៅពេលអនាគតយើងនឹងបោះពុម្ពជាសភៅតែម្ដងព្រោះឥឡូវបារាំងគេកំពុងបោះឲ្យបោះដំបូងបែបជាភាសាបារាំងហើយគេធ្វើជាភាសាបារាំងហើយបានយើងយកមកប្រែជាភាសាខ្មែរទៅតាមក្រោយកិច្ចការនេះកំពុងតែដំណើរការបើចេញជាសភៅមួយមិនមែនជាអត្ថបទខ្លីៗទេក្នុងប្រតិបត្តិអញ្ចឹងទេគេទៅជាសភៅមួយអាចដឹងប្រមាណទំព័រទេបើផ្អែកលើសផលអាចច្រើនរយទំព័រដែរបាទហើយយើងសង្ឃឹមថានឹងអាចបញ្ចប់ដូច្នេះបានយើងបន្តកិច្ចព្រមព្រៀងរហូតដល់2028យើងសង្ឃឹមថាអាច2028នឹងសភៅនឹងអាចចេញហើយខ្ញុំបានបោះពុម្ពសភៅមួយនេះទេដែលនិយាយពីប្រវត្តិប្រវត្តិសាស្ត្រខ្មែរប៉ុន្តែសភៅនឹងមិនមានស៊ីជម្រៅអីទេគ្រាន់តែការប្រមូលព័ត៌មានយកមកចងក្រងដើម្បីចែករំលែកចំណេះដឹងពីការស្រាវជ្រាវប្រវត្តិការស្រាវជ្រាវហើយមួយផ្នែកនោះគឺបញ្ជីសារពើភ័ណ្ឌស្ថានីយ៍បុរេវត្តសាស្ត្រស្រុកខ្មែរដោយយើងបង្ហាញអំពីទីតាំងពីអាយុកាលអំពីនិយមការអំពីប្រភេទនៃស្ថានីយ៍អីលក្ខណៈដើម្បីជាព័ត៌មានដើម្បីងាយស្រួលក្នុងការគ្រប់គ្រងបាទអញ្ចឹងសភៅហ្នឹងខ្ញុំបានបោះពុម្ពចាំ2014សម្រាប់ជាការងាយស្រួលការគ្រប់គ្រងពេលមានបញ្ហាអីគេសាងសង់អីប៉ះអាហ្នឹងយើងអាចមាននៅក្នុងបញ្ជីរបស់យើងអាចងាយក្នុងការតវ៉ានិងអាចជៀសផលប៉ះពាល់បាទអញ្ចឹងបទបង្ហាញរបស់ខ្ញុំមានប៉ុណ្ណេះខ្ញុំសូមអរគុណច្រើនហើយបើសិនជាមានការខ្វះខាតលឺលួសូមមេត្តាខន្តីអភ័យទោសហើយខ្ញុំបានរងចាំទួលឆ្លើយនៅសំណួរបើសិនខ្ញុំអាចឆ្លើយបានខ្ញុំឆ្លើយបានខ្ញុំនឹងសូមទៅស្រាវជ្រាវបន្តនិងជម្រាបជូនតាមក្រោយខ្ញុំសូមអរគុណ